អរគុណដល់បងប្អូនដែលឧបត្ថម្ភនៅថវិកាសម្រាប់ខាងយើងខ្ញុំមិនថាតិចមិនថាច្រើនក្តីដែលមានតាមរយៈ QR និងកងធនាគារដែលពួកយើងបានដាក់ហើយគ្រប់វីដេអូនិងរឿងរបស់យើងទាំងអស់គឺត្រូវបានគ្រប់គ្រងឡើងដោយផ្ទះបុស្បានសុភើគឺជា page របស់ខ្ញុំផ្ទាល់ហើយក៏មានលក់សុភើប្រឡំលោកដែលល្អជាច្រើនផងដែរអ្នកទាំងគ្នាក៏អាចរកទិញអញ្ចឹងហើយសម្រាប់អ្នកដែលចូលចិត្តរឿងប្រឡំលោកអ្នកទាំងគ្នាអាចទៅរកនៅក្នុង page ផ្ទះបុស្បានសុភើបានអមរៈគឺជាកំឡោះកសិករម្នាក់ដែលរស់នៅប្រកបជីវិតដោយការដាំដំណាំផ្សេងផ្ទះរបស់គេគឺមានចម្ងាយឆ្ងាយអំពីទីប្រជុំជនគួរសមមិនតែប៉ុណ្ណោះគេគឺជាក្មេងកំព្រាពុកម៉ែតាំងពីអាយុ10ឆ្នាំមកម្ល៉េះក្នុងថ្ងៃមួយពេលដែលគេកំពុងតែដើរចូលព្រៃដើម្បីជីកដំឡូងនោះគេក៏ប្រទះឃើញនារីម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌សដួលស្ដុកស្ដឹងខ្លួនប្រានប្រឡាក់ទៅដោយឈាមពីពេញអមរៈងាកឆ្វេងងាកស្ដាំរួចបានលើកត្រកងនារីម្នាក់នោះយកមកផ្ទះដោយគិតថានឹងព្យាបាលនាងពេលមកដល់កូនខ្ទមរបស់គេអមរៈគិតក្នុងចិត្តថារបួសនាងបើត្រូវការបិទថ្នាំតទៅដោះសម្លៀកបំពាក់ចេញតែនាងគឺជានារីភេទធ្វើយ៉ាងណានឹងអាចបំពេញរាងកាយរបស់នាងដោយនេត្រាបានទៅជាទូទៅនារីក្នុងព្រះនគរប្រឡែងខ្លួនក៏ដោយក៏គេមិនអាចយកភ្នែកទៅសម្លឹងមើលចំបានដែរកាន់តែហាមផ្ដាច់នោះគឺបើនារីណាមានចេតនាបិទបាំងរាងកាយទៀតនោះកាន់តែមិនអាចបំពេញហើយអមរៈបានសម្រេចចិត្តរត់ទៅភូមិរកស្ត្រីចំណាស់ម្នាក់ដើម្បីជួយបិទថ្នាំឲ្យនាងគេបានអមដំណើរជាមួយស្ត្រីចំណាស់ម្នាក់មកខ្ទមវិញដែលគាត់ជាយាយម៉មនៅក្នុងភូមិដើរបណ្ដាលោកយាយបាននិយាយបណ្ដាថាអាចៅឯងមានប្រពន្ធតាំងពីពេលណាមិនដេចអញមិនដឹងសោះអមរៈបានញញឹមងាកទៅលោកយាយទាំងដែលជើងរបស់គេដើរឡើងញាប់ឆ្មិញតែគេមិនបាននិយាយតបទៅលោកយាយឡើយព្រោះគេបារម្ភជាមួយនឹងនារីម្នាក់នោះដំណើរចេះតែបន្តរហូតបានមកដល់ខ្ទមរបស់គេពេលមកដល់អមរៈនិងលោកយាយបានចូលក្នុងខ្ទមតែក៏មិនបានឃើញនារីម្នាក់នោះឡើយកំពុងតែសម្លឹងរមើលនារីម្នាក់នោះស្រាប់តែពួកគេទាំងពីរនាក់ញាក់ស្ទើរលុះប្រលឹងក៏ដោយសារតែមានសម្លេងមួយហៅពួកគេពីក្រោយខ្នងពេលគេបានមករកប្រភពសម្លេងលោកយាយមានកិរិយាធម្មតាផ្លែកតែអមរៈបានដួលដាច់ផ្ងាទៅក្រោយព្រោះតែគេបានឃើញនារីម្នាក់នោះឈរជ្រងោខុសអំពីមុនដំបូងដែលគេបានឃើញក្នុងសភាពសន្លប់ស្លុកស្ដឹងនារីម្នាក់នោះបានហុចដំឡូងពីមើមឲ្យលោកយាយនិងនិយាយទៅកាន់លោកយាយទាំងដែលអមរៈរៀបនឹងសួរសំណួរថានេះលោកយាយយកទៅឆីចុះណាដោយសារលោកបងគាត់ភ័យបារម្ភពេកព្រោះខ្ញុំឈឺពោះខ្លាំងតែពេលនេះគឺលែងអីហើយលោកយាយបានកាន់យកដំឡូងនិងដើរទៅវិញបាត់ទាំងញញឹមកន្ទុយភ្នែកទៅរកគេទាំងពីរនាក់អមរៈកែងវាចានឹកស្មានមកដល់ថារឿងនេះបានកើតឡើងទៅរួចតែគេបានសម្លឹងភ្លឹកទៅកាន់នារីចម្លែកម្នាក់នោះទាំងដែលនាងស្លៀកពាក់ចម្លែកខុសអំពីអ្នកភូមិផងប៉ុស្ត្រាក៏ដូចជាប៉ុស្ត្រាលង្កាដែលមាននៅលើខ្លួនហាក់មិនមែនជាមនុស្សដែលចេញអំពីត្រកូលអ្នកអន់ទាបឡើយណាមួយតាំងពីកើតអំពីពោះម៉ែមកក៏មិនដែលបានប្រទះនារីណាដែលមានស្បែកសមុតខៃផ្ទៃមុខមូលក្រឡំដូចព្រះខែពេញបរមីសំបីម្រាមជើងក៏ស្រលូនអមជាមួយកងជើងដែលត្រូវបានធ្វើឡើងអំពីថ្មកែវសាកសមឥតខ្ចោះពេលនាងញញឹមម្ដងបានបញ្ចេញថ្ពាល់ខូចទាំងសងកែវភ្នែកមុតថ្លាដូចឆ្មាព្រៃនាងបានអោនចុះទៅមើលមុខរបស់អមរៈដែលកំពុងភ្លឹកមើលមិនដឹងខ្លួនយ៉ាងគៀកនិងសួរថា
តែអ្នកមានគុណកំពុងភ្លឹកមើលអ្វីដែរអមរៈឆ្លើយបាទទៀនខ្ញុំបាទកំពុងមើលទេពកេណោដែលបានចុះពីលើសុគិឋានភ្លាមនោះស្រាប់តែអមរៈបានភ្ញាក់នឹងសម្ដីរបស់ខ្លួនឯងនិងយកដៃឯក្បាលឆ្លើយទាំងអឹមអៀនថាចុះអ្នកនាងជាអ្នកណាក្រែងបាញ់មិញត្រូវរបួសប្រឡាក់ឈាមពេញខ្លួនមែនទេចុះតើឈាមទាំងនោះបាត់ទៅណាអស់ហើយនាងក៏បានយកដៃខ្ទប់មាត់សើចដោយបែរមុខចេញនិងតបទៅទាំងនៅមានសំណើថាចាស់ទៀនប្រុសនាងខ្ញុំគឺមានឈ្មោះថាភគុនីគឺជាតែសំខាន់ទេដែលត្រូវដឹងថានាងខ្ញុំជាអ្នកណាហើយមកពីណាតើខ្ញុំអាចលាក់ប្រវត្តិរូបរបស់នាងខ្ញុំសិនបានទេនៅពេលវេលាណាដែលជាឱកាសហុចឲ្យខ្ញុំនឹងប្រាប់នៅក្នុងពេលវេលានេះខ្ញុំសូមសងគុណទៀនប្រុសដែលបានជួយអាយុសង្ខារខ្ញុំផុតអំពីរាជសីផងអមរៈក្រឡេកត្រឡប់ភ្នែកចុះឡើងងក់ក្បាលតិចទំនងប្រហែលមិនដឹងនឹងសម្ដីរបស់នាងតែគេក៏មិនហ៊ានសួរតដោយឆ្លើយតបទៅភគុនីថាបាទនាងមិនចង់ប្រាប់ទេខ្ញុំក៏មិនបង្ខំដែរតែសូមអ្នកនាងនិយាយជាមួយខ្ញុំធម្មតាបានហើយខ្ញុំមិនទម្លាប់ជាមួយពាក្យបែបអភិជនអ្វីទេឬក៏អាចហៅឈ្មោះខ្ញុំក៏បានដែរអញ្ចឹងតើអ្នកនាងចង់ធ្វើបែបណាបន្តទៀតចាស់បងអមរៈខ្ញុំសូមនៅបម្រើលោកបងមួយរយៈឲ្យសមនឹងគុណដែលបងបានជួយដោយដណ្ដាំបាយធ្វើអាហារមើលថែផ្ទះជាដើមខ្ញុំក៏សូមឲ្យទង្វើទាំងនេះដឹងឮដល់អរិយថែរក្សាដែនដីដ៏ពិសិដ្ឋជាសាក្សីក្នុងការដឹងគុណនេះផងនិយាយចប់ភគុនីបានទៅចង្ក្រានបាយបង្កាត់ភ្លើងដើម្បីធ្វើអាហារសម្រាប់អមរៈអមរៈងឿងឆ្ងល់ជាខ្លាំងសម្បីតែឈ្មោះរបស់គេក៏នាងដឹងតែគេមិនហ៊ានសួរនាំអ្វីទេដោយបណ្ដោយឲ្យនាងធ្វើអ្វីតាមចិត្តនាងប្រាថ្នាចុះម្យ៉ាងវិញទៀតក៏គិតថាល្អព្រោះអីសុកក៏មាននារីម្នាក់ដែលមានឆោមពណ៌ស្រស់សោភាបែបនេះមកជួយរៀបចំក្បាលដណ្ដាំបាយសម្រាប់គេបែបនេះពីមួយថ្ងៃទៅមួយថ្ងៃការងារផ្ទះដែលមានទាំងប៉ុន្មានត្រូវបានរៀបចំយ៉ាងស្អាតដោយនារីចម្លែកភគុនីរាល់ពេលដែលកំឡោះអមរៈបានមកពីជីកទំពាំងជីកដំឡូងវិញគេតែងមានស្នាមញញឹមជានិច្ចអ្នកទាំងពីររស់នៅជាមួយគ្នាក្នុងជីវភាពមួយដែលអ្នកផងមើលមកហាក់ដូចជាប្តីប្រពន្ធអញ្ចឹងទាំងដែលការពិតពួកគេមិនសូវបាននិយាយរកគ្នាអ្វីច្រើននោះឡើយដោយពាក្យដែលនិយាយប្រចាំថ្ងៃនោះគឺមានតែពាក្យថាបងអមរៈសូមបងមកទទួលទានអាហារអ្វីថាបើភាសាដែលនិយាយតាមមាត់មិនសូវជាច្រើនក៏ពិតមែនតែចិត្តពួកគេទាំងពីរនាក់ហាក់មានពាក្យជាច្រើនចង់និយាយគ្នាលើសអំពីនេះមានពេលខ្លះអមរៈបានលួចសម្លឹងមើលមុខភគនីនៅពេលដែលនាងកំពុងធ្វើការងារផ្ទះដោយមិនដាក់ភ្នែកទៀតផងកែវភ្នែកដ៏ស្រទន់ប្រកបដោយស្នាមញញឹមរបស់នាងបានសម្លាប់ចិត្តកំឡោះអមរៈទំនងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងក៏ថាបានតែចម្លែកខ្លាំងណាស់ភគុនីតែងតែនិយាយជាមួយកូនកំប្រុកមួយក្បាលនាងនិយាយបណ្ដាសើចបណ្ដាហាក់ដូចជាមនុស្សពីរនាក់កំពុងនិយាយគ្នាអញ្ចឹងបើគិតថាចម្លែកក៏វាមិនត្រូវដែរព្រោះតាំងពីដំបូងមកគឺនាងចម្លែកស្រាប់ហើយចំណែកភគុនីវិញនាងហាក់មានចិត្តទោទណ្ឌនឹងអមរៈដូចគ្នាដោយសង្កេតឃើញថាកំឡោះអមរៈម្នាក់នេះជាមនុស្សដែលប្រកាន់ខ្ជាប់នូវភាពទៀងត្រង់មិនបំពេញអ្នកដទៃការប្រស្រ័យតាក់ទងល្អជាមួយមនុស្សជុំវិញខ្លួនទង្វើទាំងនេះបានធ្វើឲ្យនារីចម្លែកភគុនីបានលួចសម្លឹងមើលអមរៈជាញឹកញយរហូតគិតសង្ស័យខ្លួនឯងថាប្រហែលជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេទៀតផងការគិតជាមួយនឹងការពិតវាដើរដំណើរគ្នា
ក្នុងពេលយប់ក្រោមពន្លឺលោកខែដែលបានផ្ដល់ពន្លឺល្មមអាចមើលទិដ្ឋភាពជុំវិញខ្លួនជិតពិតស្រស់ស្អាតមិនអាចកណនានៅមុខភ្នក់ភ្លើងក្បែរកូនខ្ទមដែលបានឆេះឡើងមកកាត់ជារងើកបានផ្ដល់កម្ដៅកាត់ភាពត្រជាក់ដែលបានមកប៉ះខ្លួនប្រាណនារីស្រីស្បែកសស្ដាងគ្រងលើស្មាដ៏សែនម៉ត់ថៃលេងជាមួយកាយវិការផ្អៀងផ្អងហាក់កំពុងនិយាយជាមួយអ្នកណាម្នាក់ទាំងដែលការពិតគឺមិនឃើញមានអ្នកណាកំពុងនិយាយជាមួយនាងឡើយសកម្មភាពនេះត្រូវបានលបលួចមើលដោយកំឡោះអមរៈកំពុងតែលបលួចមើលនាងទាំងគិតថានាងមិនដឹងខ្លួនស្រាប់តែភគុនេះបានងាកមកសម្លឹងចំមុខគេញញឹមចេញថ្ពាល់ខួចទាំងសងនិងបង្ហើរសៀងវាចាយ៉ាងស្រទន់ថាបងនៅមើលអីគេចូលបងយាត្រាមកកាន់ក្បែរភគុនេះមកណាខ្ញុំក៏មានរឿងនិយាយជាមួយបងល្មមអមរៈបានដើរចូលមកដោយបោះជំហានមួយទាំងអឹមអៀនពួកគេបានអង្គុយក្បែរគ្នាមួយសន្ទុះទាំងមិនមានមាត់កសំបីមួយម៉ាត់ភគុនេះបាននិយាយទៅកាន់អមរៈថាដល់ពេលដែលបងត្រូវដឹងការពិតថាអូនជាអ្នកណាហើយព្រោះអូនក៏ចិត្តត្រូវឃ្លាតអំពីបងដែរអមរៈបានសួរទាំងជ្រួញចិញ្ចើមទៅកាន់ភគុនេះវិញថាអ្វីទៅជាការពិតភគុនេះបានញញឹមតបទៅគេវិញចូលបងកុំតន់កាត់នៅសម្ដីរបស់ប្អូនទ្វេជាដំបូងអូនសូមឲ្យបងសម្រួលអារម្មណ៍ក៏មានការពិតភ័យអ្វីឲ្យសោះជាមួយនឹងការពិតទាំងអបាលមែនមុនថ្ងៃដែលបងបានជួបអូនដំបូងមានរឿងហេតុមួយគឺមានពួកមនុស្សដែលជាក្រុមព្រាហ្មណ៍មួយក្រុមបានចូលមកលុកលុយក្នុងប្រាសាទនាងពូដែលជាប្រាសាទមួយទាល់តែអ្នកមានអាគមខ្លាំងក្លាទើបអាចចូលទៅបានប្រាសាទនេះនៅក្នុងព្រៃជ្រៅមួយក្បែរតំបន់ប្រាសាទអង្គរដែលបង្កើតឡើងដោយសច្ចចាំងសំសិលមួយអង្គសម្រាប់ដេរឆានអាសេរពើរបស់លោកតាំងសិលនៅក្នុងប្រាសាទនោះទៀតសោតគឺត្រូវបានគេជឿថាមានត្បូងពុះនៅទីនោះបើសិនជាមានអ្នកណាអាចយកបានគឺអាចធ្វើឲ្យខ្លួនឯងមានអាយុវែងមិនចាស់ទៀតផងពាក្យនេះបានឮតគ្នារហូតមានការចូលមកលួចត្បូងនេះដោយពួកព្រាហ្មណ៍ប៉ុន្មានរូបទាំងកណ្ដាលរាត្រីនៅពេលដែលអូនកំពុងតែធ្វើសមាទានសិលញាណរបស់អូនបានប្រមាលឲ្យដឹងថាមានគេចូលមកក្នុងបំណងមិនល្អ
ទើបអូនប្រែក្លាយទៅជាគឺជាសត្វអសេរពឹសដ៏ធំមួយដែលជាដើមកំណើតរបស់អូននោះដេញពួកគេអូនដេញរហូតពួកគេរត់ដល់ច្រកចូលនៃប្រាសាទអង្គរមួយអូនក៏ត្រូវបានរាជសីដែលជាអ្នកយាមនៅទីនោះវាយប្រហារខ្លួនអូនត្រឹមជាដេរឆានអសេរពឹសមួយក្បាលដែលកាន់សិលតែប៉ុណ្ណោះធ្វើយ៉ាងណានឹងអាចទប់ទល់ឈ្នះសេនាការពារប្រាសាទដ៏មហិមានៃអាណាចក្រខ្មែរបានទៅជាសំណាងជាតិជាសត្វល្មូនងាយស្រួលនឹងដកខ្លួនចេញពីការវាយប្រហារតែក៏ត្រូវរបួសបណ្ដាលឲ្យអូនសំងំគេងក្នុងសភាពជាមនុស្សដើម្បីព្យាបាលនៅរបួសទាំងនេះនៅថ្ងៃនោះអូនក៏ប្រទះបងដែលកំពុងសម្ដៅមកទីព្រៃដែលអូនកំពុងសង្ងំព្យាបាលរបួសនោះឯងអូនក៏ធ្វើជាសន្លប់ព្រោះមិនមានកម្លាំងរត់បានត្បិតថាជាកុសលផលបងអូនបានជួបមនុស្សល្អដូចជាបងទើបទទួលបានការសង្គ្រោះអំពីបងនៅពេលដែលបងត្រកងបំបីអូនក៏លួចស្រុកកម្លាំងមនុស្សរបស់បងបន្តិចដើម្បីព្យាបាលរបួសអូនហេតុនេះហើយទើបអូនបានជាលឿនក៏ព្រោះតែកម្លាំងរបស់បងពោពេញដោយភាពបរិសុទ្ធនៃចិត្តនិយាយទៅបងប្រហែលជាមិនសូវយល់អំពីអ្វីដែលអូនបានរៀបរាប់ឡើយការស្រូបនៅកម្លាំងមនុស្សរបស់បងនេះហើយដែលជាបាបកម្មមួយដែលអូនត្រូវសងគុណបងដល់វេលាសមស្របអូននឹងវិលត្រឡប់ទៅកាន់ប្រាសាទអសិរពឹសវិញអ្វីដែលអូនបានប្រាប់គឺអូនប្រាប់អស់ហើយពាក្យចុងក្រោយដែលអូនចង់ប្រាប់បងនោះគឺអូនគឺជាព្រាយអសិរពឹសអមរៈបានផ្អៀងកមើលមុខភក្គុនីហើយញញឹមកាយវិការរបស់គេបានធ្វើឲ្យភក្គុនីបានអៀននិងយកដៃជូតមុខខ្លាចថានឹងមានអ្វីប្រឡាក់អមរៈបានសើចបញ្ចេញសំឡេងបន្តិចរួចនិយាយទៅកាន់នាងថាមុខអូនគ្មានប្រឡាក់អ្វីនោះទេមុខអូនគឺស្អាតល្អលើសអំពីនារីដែលនៅក្នុងព្រះនគរដែលបងបានជួបនៅពេលខ្លះបងលើគេនិយាយដើមយើងថាពួកយើងជាប្តីប្រពន្ធនឹងគ្នាបងតែងពងគិតក្នុងចិត្តបើសិនជាពាក្យនោះជាពាក្យពិតមិនដឹងល្អយ៉ាងណាទេសារភាពតាមត្រង់ចោះនៅពេលដែលបងលើថាអូននឹងត្រូវចាក់ចេញក្នុងទ្រូងបងនេះស្ទើរតែប្រេះហើយទាំងចិត្តនិងកាយពិតមិនចង់ឃ្លាតអំពីអូនសោះបងចាប់ផ្ដើមសង្ស័យថាបងស្រឡាញ់អូនយូរហើយតែក៏មិនប្រកាសខ្លួនឯងនៅពេលបានលើពាក្យឃ្លាតទើបបងយល់ច្បាស់ថាបងពិតជាត្រូវការអូនគ្រប់ពាក្យដែលអូននិយាយថាបងអមរៈអញ្ជើញបងពិសាបាយបងចងចាំដកជាប់ក្នុងខួរក្បាលជានិច្ចកាយវិការរបស់អូនបានធ្វើឲ្យបងនឹកឃើញរហូតមិនថាពេលធ្វើការឬពេលដេកនោះទេជាពិសេសក្លិនដ៏ក្រអូបដែលចេញអំពីសក់របស់អូនក៏បានក្លាយជាថាមពលដែលអាចធ្វើឲ្យបងធ្វើការបានពេញមួយថ្ងៃស្ទើរតែភ្លេចហត់និយាយមិនតាន់ចប់ស្រួលបួលផងស្រាប់តែភក្គុនីបាននិយាយកាត់ថាអូនយល់នៅអារម្មណ៍របស់បងហើយចំពោះអូនក៏ដូច្នោះដែរតែដូចបងដឹងស្រាប់ហើយថាអូនមិនមែនជាមនុស្សទេអូនគឺជាព្រីបើព្រីទៅវាយ៉ាងម៉េចអូនមានរាងកាយជាមនុស្សចិត្តវិញ្ញាណជាមនុស្សស្ទើរតែល្អជាងមនុស្សមួយចំនួនទៀតផងអ្នកខ្លះប្រើប្រាស់គ្រប់កលវិធីដើម្បីតែសេចក្តីសុខផ្ទាល់ខ្លួនចិត្តសាហាវលើសអំពីព្រីបិសាចអសុរកាយទៀតបងសុំចិត្តអូនកុំយករឿងនេះមកធ្វើជាកំពែងបាំងស្នេហ៍យ៉ាងអីបងបានដឹងជាយូរមកហើយថាអូនមិនមែនជាមនុស្សគ្រាន់តែបងមិនដឹងថាអូនជាអ្វីឲ្យប្រកបចុះអូនមិនបាច់សួរទេថាហេតុអ្វីទើបបងដឹងមនុស្សដែលគេដាក់ចិត្តគិតអំពីអ្នកណាហើយគេនឹងតាមដានគ្រប់សកម្មភាពរបស់គេមិនថាពេលវេលាណាឡើយអមរៈបានចាប់កាន់ដៃភក្គុនីអង្អែលថ្នមដល់ក្តីស្រឡាញ់ភក្គុនីចាប់ផ្ដើមញញឹមដាក់អមរៈរឿងហេតុលើលោកអាចកើតឡើងបានគ្រប់យ៉ាងមិនថារឿងនោះជារឿងដែលមនុស្សលោកគ្រប់គ្នាគិតថាវាមិនអាចទៅរួចក៏ដោយការជួបគ្នាគ្រាផ្ដាំស្នេហ៍អ្នកខ្លះចាត់ទុកថាជានិស្ស័យដែលបានកំណត់ឲ្យពួកគេបានរស់នៅជាមួយគ្នាដោយក្តីរីករាយដោយអំណរជាមួយក្តីសុខទាំងនោះដោយឡែកសម្រាប់មនុស្សផ្សេងទៀតដែលជួបប្រទះជាមួយរឿងឈឺចាប់បែកបាក់គេក៏គិតថាការជួបគ្នាជាកម្មពៀដែលបានកំណត់ឲ្យទៅវិញ
រួចបន្ទោសចោទលើព្រំលិខិតទាំងដែលខ្លួនឯងមិនខិតខំប្រឹងថែរក្សានៅអ្វីដែលកំពុងមានផងក្រឡេកមកមើលគូស្នេហ៍នេះវិញចាប់តាំងពីពួកគេបានបង្ហាញក្តីស្រឡាញ់ចំពោះគ្នានៅក្នុងយប់នោះរួចមកពួកគេក៏បានរៀបចំសែនព្រេនមានមេបាចាស់ទុំជាសាក្សីនៃប្តីប្រពន្ធគេផងដែរការរស់នៅពោពេញដោយក្តីរីករាយនិងស្នាមញញឹមជាឲ្យតម្លៃគ្នាទៅវិញទៅមកក៏คล้ายជាប្តីប្រពន្ធគំរូដល់អ្នកភូមិផងតែក្នុងនោះក៏លេចឮពាក្យមួយចំនួនដែលគេនិយាយថាអមរៈជាបរិសុទ្ធដែលមិនមានភាពជាបរិសុទ្ធសោះការងារដែលតម្រូវឲ្យស្ត្រីជាអ្នកធ្វើអំបាលណានគេក៏ធ្វើគ្រប់យ៉ាងគេក៏ទទួលបានពាក្យចំអន់ទាំងក្រៅខ្នងនិងនិយាយចំមកកាន់គេទៀតផងតែដោយចរិតស្លូតបត់របស់គេក៏មិនខឹងអ្នកទាំងនោះឡើយផ្ទុយទៅវិញគេក៏ព្យាយាមនិយាយពន្យល់អ្នកទាំងនោះថាក្នុងនាមយើងជាបរិសុទ្ធជាបង្គោលនៃគ្រួសារមិនមែនបង្គោលសសរផ្ទះទេបើសំបីតែរឿងការងារប៉ុណ្ណឹងយើងមើលរំលងតែយើងជាបរិសុទ្ធពេញលក្ខណៈដោយរបៀបណាទៅការងារដែលយើងធ្វើរាល់ថ្ងៃយើងតែងរអ៊ូថាហត់ចុះអ្នកនៅផ្ទះគឺធ្វើការងារផ្ទះនោះមិនហត់ទេមែនទេការឲ្យតម្លៃស្ត្រីគឺជារឿងមួយដែលយើងគ្រប់គ្នាគួរតែធ្វើមានអ្នកខ្លះក៏យល់ក៏មានអ្នកខ្លះទៀតពេបមាត់បែបជ្រេញដើរចេញអំពីគេតែអមរៈនៅតែរក្សាស្នាមញញឹមសម្រាប់អ្នកជិតខ្លួននិងខ្លួនគេជានិច្ចក្នុងពេលវេលាមួយដែលអមរៈត្រឡប់មកខ្ទមវិញគេក៏បានប្រទះឃើញភក្គុនីកំពុងនិយាយគ្នាជាមួយនឹងនារីម្នាក់ដែលស្លៀកពាក់ដូចដែលគេបានឃើញភក្គុនីដំបូងនោះឯងដោយសារនៅឆ្ងាយពេកគេមិនអាចស្ដាប់ដឹងនៅសំដីដែលពួកនាងនិយាយគ្នាឡើយត្រឹមឃើញកាយវិការហាក់ដូចជាសកម្មភាពប្រកែកគ្នាអញ្ចឹងអមរៈបានលួចមើលរហូតដល់នារីម្នាក់នោះរលាយបាត់ពីមុខគេមួយរំពេចគេបានដើរទៅកាន់ខ្ទមធ្វើដូចជាមិនបានឃើញរឿងអ្វីនិងសួរនាំភក្គុនីដូចរាល់ដងភក្គុនីបានសម្លឹងមើលមុខរបស់អមរៈយ៉ាងចំដោយទឹកមុខស្រពាប់ស្រពោនជាទីបំផុតអមរៈបានឆ្ងល់គេក៏សួរអំពីរឿងដែលនាងមានទឹកមុខមិនស្រស់បោះនេះមិនទាន់នឹងបញ្ចប់សំណួរផងស្រាប់តែភក្គុនីបាននិយាយកាត់ទៅអមរៈថាអូនដឹងថាបងបានឃើញការនិយាយគ្នាជាមួយនឹងថាវរីអំបញ្ញមិញបងច្បាស់ជាចង់ដឹងថាមុននេះអូននិយាយគ្នាអំពីរឿងអ្វីអូនមិនលាក់បាំងនឹងបងទេត្បិតយើងជាប្តីប្រពន្ធនឹងគ្នាហើយប្រទេសមានរាជាក្សត្រផ្ទះមានអ្នកគ្រប់គ្រងចំណែកប្រាសាទអសិរពឹសក៏កំពុងរងចាំអូនវិលត្រឡប់ទៅវិញដើម្បីសុំសិលបន្តបងដឹងទេការសុំសិលបន្តរហូតបានសម្រេចគឺអូននឹងមិនស្លាប់តែក៏មិនបានន័យថាអូនមានវត្តមានដូចមនុស្សទូទៅដែរអមរៈបានស្ដាប់ភក្គុនីនិយាយទាំងដែលគេមិនអាចយល់ជ្រាបនៅអត្ថន័យមួយចំនួនតែគេក៏នៅតែបន្តស្ដាប់ទាំងងឿងឆ្ងល់ភក្គុនីខ្លាចអមរៈមិនបានយល់នៅសម្ដីរបស់នាងក៏បន្តនិយាយពន្យល់ថាគ្រប់ដេរឆានដែលប្រាថ្នាសុំសិលពួកគេមិនមែនសុំសិលដើម្បីចាប់កំណើតក្នុងរូបរាងជាមនុស្សឡើយតែពួកគេនឹងក្លាយជាអ្នកថែរក្សានៅកន្លែងណាមួយដែលជាតំបន់ប្រសិទ្ធនិយាយឲ្យស្រួលយល់គឺពួកគេមានអំណាចភ្លើងលិតតែមិនមែនជាមនុស្សទេមួយវិញទៀតការសុំសិលរបស់អូនគឺស្ថិតក្រោមការគ្រប់គ្រងរបស់សច្ចាំងព្រៃម្នាក់ដូច្នោះអូនត្រូវតែត្រឡប់ទៅគ្រប់គ្រងប្រាសាទរបស់អូនវិញជាចាំបាច់អមរៈបានចាប់កាន់ដៃរបស់ភក្គុនីនិងនិយាយបែបអង្វរថាអូនចង់ទៅចោលបងហើយមែនទេជីវិតជាក្មេងកំព្រារបស់បងមិនដែលមានសោះឡើយនៅភាពកក់ក្ដៅអំពីមនុស្សជុំវិញខ្លួនពេលនេះអូនបានចូលមកក្នុងជីវិតបងឲ្យបងស្គាល់ក្តីស្រឡាញ់ឲ្យបងស្គាល់ភាពកក់ក្ដៅទៅហើយបែរជាចង់ចាក់ចោលបងទៅវិញបងសូមអូនកុំទៅបានទេភក្គុនីបានស្រក់ទឹកភ្នែកស្រវាអោបស្វាមីទាំងក្តីក្តុកក្តួលនាងក៏បានយកដៃវាជូតទឹកភ្នែកបន្តិចនិងនិយាយទៅកាន់អមរៈថាចូលប្រុសបងកុំសោកសៅអ្វីយប់នេះអូននឹងនាំបងទៅកន្លែងមួយព្រះច័ន្ទចោគ្រឿនលឿនលយទៅមុខឥតឈប់ឈរ
សង្កេតមើលអាយុបន្តិចទើបដឹងថាតាមពិតព្រះច័ន្ទមិនបានធ្វើការបន្លាស់ទីទេតែគឺពពកវិញទេជាអ្នករសាត់ទៅតាមកម្លាំងនៃវិយោបកសំឡេងសត្វព្រៃយំឡើងក្រលួចនារាត្រីស្ងាត់ឈឹងមិនដឹងថាជាសត្វអ្វីខ្លះទេសំឡេងសត្វខ្លះស្ដាប់ហើយគួរឲ្យស្រណោះសំឡេងសត្វខ្លះទៀតស្ដាប់ហើយគួរឲ្យព្រឺក្បាលសំឡេងសម្រាប់ជើងលាន់សូរប្រោកជន់លើស្លឹកឈើងាប់ពិតណាស់នោះគឺជាសំឡេងសម្រាប់ជើងរបស់ភក្គុនីនិងអមរៈក្រោមពន្លឺព្រះច័ន្ទភ្លឺត្រចង់ពួកគេបានដើរដល់ទីព្រៃដ៏ចម្លែកមួយដែលជាទីស្ថានដែលភក្គុនីនាំអមរៈមកទីនេះដោយអមរៈត្រូវបានចងបាំងភ្នែកដោយកូនក្រណាត់តូចសមួយនិងមានភក្គុនីកាន់ដៃនាំផ្លូវភក្គុនីបានប្រាប់អមរៈឲ្យអង្គុយចុះថ្នមលើវល្លិធំមួយរួចនាងបានស្រែកក្រណាត់នោះចេញអំពីការបាំងភ្នែករបស់អមរៈក្នុងរូបភាពស្រពេចស្រពើស្រវាំងភ្នែកអមរៈបានឃើញនូវពន្លឺពណ៌មាសភ្លឺច្រាលពីពេញជុំវិញខ្លួនគេដល់ពេលជាក់ច្បាស់ទើបដឹងថាទាំងនោះគឺជាវល្លិមាសដែលមានពន្លឺវាខុសអំពីវល្លិមាសធម្មតាអញ្ចឹងបានន័យថាទីនេះមិនមែនជាទីព្រៃដែលធម្មតាឡើយអមរៈបានបិទភ្នែកញញឹមស្រង់ក្លិនក្រអូបនៃធម្មជាតិសត្វតាសម្ដាប់បានដឹងនៅសំឡេងទឹកហូរតិចដែលប្រកាសយ៉ាងច្បាស់ថានៅទីនេះបានមិនមានកូនអូក៏មានទឹកជ្រូកដែរគ្រាន់តែថាមិនអាចសម្ដាប់ដឹងទិសដោយសារតែសំឡេងកកិតនៃមែកឈើបានបន្លឺឡើងងែតងត់បន្លប់នឹងសំឡេងទឹកហូរកំពុងតែសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួនដ៏អស្ចារ្យគេក៏ក្រឡេកភ្នែកប្រទះនឹងភក្គុនីកំពុងទ្រកូនកំប្រុកនៅលើដៃញញឹមផ្អៀងផ្អងកចុះឡើងនិងក្រហមតិចហាក់ដូចជាតន្ត្រីដោយសារសំឡេងដ៏ពីរោះរបស់នាងបានធ្វើឲ្យកូនទន្សាយតូចរត់សំដៅទៅរកនាងមិនប្រយ័ត្នក៏រត់ជន់ជើងរបស់អមរៈដែលធ្វើឲ្យគេភ្ញាក់ស្ទើរលុបប្រលឹងបាត់ចេញអំពីខ្លួនតែប៉ុណ្នេះគឺមិនគ្រប់គ្រាន់នឹងបំភ័យគេនោះទេបានបន្តិចស្រាប់តែគេប្រទះឃើញមានកូនពស់ជាច្រើននៅជុំវិញខ្លួនរបស់ភក្គុនីចំណែកភក្គុនីវិញអាឡ័យតែភ្លេចខ្លួនជាមួយនឹងការបញ្ចេញសូរសៀងយ៉ាងពិរោះរណ្ដំនេះនាងក៏ត្រូវប្រែខ្លួនคล้ายទៅជាពស់មួយកំណាត់និងមនុស្សមួយកំណាត់ធ្វើឲ្យអមរៈចំហមាត់ឈរថ្មឹងមិននឹកស្មានដល់ថានាងអាចប្រែជាបែបនេះបានតែគេក៏ប្រែទឹកមុខទៅជាញញឹមវិញនិងដើរកាន់ទៅភក្គុនីម្ដងមួយជំហានភក្គុនីបានឮសំឡេងសម្រាប់ជើងរបស់អមរៈក៏បញ្ចប់ការក្រហមដ៏ពីរោះមួយនេះនិងនិយាយទៅកាន់អមរៈថាបងតើបងខ្លាចទេដែលបងនៅជាមួយអូនដែលជាព្រាយមានសភាពបែបនេះអមរៈបានដើរទៅជិតអង្គុយចុះអោនថើបសក់របស់ភក្គុនីអមដោយវាចាគួរឲ្យពីរោះសន្តាប់ថាភរិយារបស់បងតើអូនធ្វើឲ្យបងខ្លាចត្រង់ណាមិនដេចក៏បងមិនដឹងចូលអូនកុំបីសោកការឲ្យសោះបងមិនដែលខ្លាចអូនសំបីបន្តិចទេតាំងពីថ្ងៃដែលអូនបានប្រាប់បងដំបូងនោះមកបងបានដាក់ចិត្តដាក់កាយទទួលយកការពិតអស់ហើយបងគ្រាន់តែខ្លាចថាអូននឹងលែងនៅលើទ្រូងរបស់បងតែប៉ុណ្ណោះភក្គុនីញញឹមដាក់អមរៈនិងប្រែរូបរាងមួយកំណាត់ទៀតទៅជាជើងមនុស្សធម្មតាវិញរួចបន្តប្រាប់អមរៈឲ្យគេងកាយលើភ្លៅរបស់នាងសូមបងគេងកាយលើភ្លៅនួនស្រីមកអូននឹងជ្រៀងចម្រៀងបំពេអាប្រុសបងក្នុងនាមជាភរិយាសូមបងចងចាំទុកចោះអូននឹងមិនអាចបំភ្លេចបងបានឡើយចូលបងលំលក់ឲ្យបានស្ងប់ណាសំឡេងបំពេល្វើយចេញអំពីក្រអូមមាត់របស់ភក្គុនីស្រីមិនបានយូរប៉ុន្មានអមរៈក៏ទន់ភ្នែកលំលក់បន្តិចម្ដងទាំងមិនដឹងខ្លួនសំឡេងមន់រងាវឬសូរកងរំពងទូទាំងភូមិដែលបញ្ជាក់បានយ៉ាងច្បាស់ថាជាវេលាបៀតភ្លឺអមរៈពុតពេនខ្លួនតែគេបានចាប់អារម្មណ៍ថាយប់មិញគេនៅក្នុងព្រៃចម្លែកសោះម្ដេចពេលនេះបែរជានៅក្នុងខ្ទមរបស់គេវិញ
តើមានរឿងអ្វីកើតឡើងគេចាប់ផ្ដើមដកដង្ហើមធំដែលគិតក្នុងចិត្តថាទីបំផុតអូននៅតែចាក់ចោលបងតែយ៉ាងណាក៏បងត្រូវតែរកអូនឲ្យឃើញបងនឹងចូលទៅទីព្រៃដើម្បីរកប្រាសាទអសិរពិសឲ្យខានតែបានរដូវទាំងពីរបានកន្លងហួសផុតបាត់ទៅពើស្រីក៏នៅតែមិនបង្ហាញខ្លួនឲ្យរៀនបានយល់ភ័ក្រមិនថាអមរៈខំដើររកចំណាយពេលវេលាអស់ប៉ុន្មានទេក៏នៅតែមិនអាចរកទីប្រាសាទនោះឃើញកំពុងអង្គុយសំកក់មាត់អូមួយក្បែរភូមិស្រាប់តែគេឃើញមានមនុស្សប៉ុន្មាននាក់ស្លៀកពាក់សធ្វើឲ្យគេនឹកឃើញដល់ការគ្រាដែលភគុនីប្រាប់ដំបងថាពួកព្រាហ្មណ៍ទាំងនោះបានមានបំណងចង់យកត្បូងពោះរបស់នាងអមរៈបានទៅសួរនាំពួកគេដើម្បីដឹងដំណឹងអំពីកាយភគុនីគេបានទៅរកពួកព្រាហ្មណ៍ទាំងអស់ដើម្បីសួរដំណឹងនៃទីប្រាសាទទីបំផុតគេក៏ទទួលបានដំណឹងនៃផ្លូវតែមិនមាននរណាម្នាក់ហ៊ានជួងគេទៅទីនោះឡើយដោយពួកគេបាននិយាយថាបើប្អូនឯងទៅមុខតែចោលឆ្អឹងនៅទីនោះជាមិនខាននៅទីនោះសម្បូរដោយពពួកផ្លូវងើតច្រើនខ្លាំងណាស់ស្រួលមិនស្រួលទៅមិនតាន់ដល់ច្រកចូលនៃប្រាសាទផងក៏ត្រូវស្លាប់បាត់ផងក៏មិនដឹងដោយក្តីរំពឹងនិងសប្បាយចិត្តអមរៈមិនខ្វល់អំពីសម្ដីពួកគេបានហាមឃាត់ឡើយគេក៏ស្រុតដំណើរទៅភ្លាមទាំងមិនគិតយូរដំណើរថ្មើរជើងមិនយូរប៉ុន្មានគេក៏ដើរដល់ទីព្រៃដ៏ក្រាស់ឃ្មឹកមួយមានសភាពងឹតគួរសមដោយសារដើមឈើខ្ពស់ខ្ពស់បានបោះមែកសាខាគ្របមកលើផ្ទៃដីទាំងមូលវល្លិធំធំស្ទើរប៉ុនខ្លួនមនុស្សមើលមួយផ្លែតអាចច្រឡំជាមួយនឹងដើមឈើរុក្ខជាតិចម្លែកជាច្រើនត្រូវបានដុះឡើងនៅក្នុងព្រៃស្ដុកមួយនេះមានរុក្ខជាតិខ្លះមានពណ៌និងរូបរាងស្អាតគួរឲ្យចង់ពាល់តែក៏មានរុក្ខជាតិមួយចំនួនទៀតមានរូបរាងគួរឲ្យរអាផងដែរសំឡេងនៃសត្វតូចធ្ងរយ៉ាងគ្រលួចកងរំពងពេញទាំងព្រៃធ្វើឲ្យចិត្តកំឡោះអមរៈនឹកគិតដល់ភគុនីឡើងចង់ប្រេះអរ៉ាហើយជើងចិត្តតែប្រញាប់ដើររកប្រាសាទនោះឲ្យឃើញឆាប់អានឹងបានក៏សោកកាយឲ្យរំសាយចិត្តនឹកបានខ្លះតែអ្វីដែលគេអាចធ្វើបាននោះគឺត្រឹមដើរម្ដងមួយជំហានព្រោះតែមានវត្តតូចបន្ទាក់ជើងរបស់គេក្នុងពេលធ្វើដំណើរហើយគេត្រូវពិនិត្យមើលក្រែងលោមានអន្ទាក់ព្រានព្រៃលោកដល់ព្រៃកាន់តែជ្រៅទៅគេក៏បានឃើញដើមឈើធំមួយវាមានទំហំធំសម្បើមសឹងតែថាឲ្យគ្នា10នាក់មិនជុំផងក្នុងសភាពងឹតគេហាក់ឃើញមានរូងមួយនៅដើមឈើនោះតែម្ដងមិនខុសទេនៅគល់ឈើនោះមានរូងធំមួយដែលអាចចូលទៅបានគេក៏ដើរទៅកាន់ដើមឈើនោះដោយក្តីងឿងឆ្ងល់តែក្នុងចិត្តក៏គិតខ្លាចបន្តិចបន្តួចដែរពេលដើរកាន់តែជិតដើមឈើនោះគេក៏បានប្រសពនេត្រាឃើញភ្លើងពណ៌ក្រហមមួយគូហាក់កំពុងសម្លឹងមកគេអមរៈបានឈប់នៅមួយកន្លែងរួចផ្ទៀងស្ដាប់យ៉ាងយកចិត្តទុកដាក់ត្រចៀករបស់គេបានឮសំឡេងដកដង្ហើមធំដោយយល់ថាសភាពការមិនស្រួលគេក៏បោះជំហានថយក្រោយលោបថយបាន3ជំហានស្រាប់តែគឺឮសំឡេងគ្រហឹមចេញពីរូងឈើនោះរៀបនឹងរត់ទៅហើយស្រាប់តែគេត្រូវបានបរិសម្នាក់ដែលមានមាឌធំក្រអាងគឺធំជាងមនុស្សទូទៅចាប់គេជាប់ដោយដៃរបស់គេមានក្រចកស្រួចមានរោមដល់ពេលអមរៈមើលចំម្ដាយអើយមិនដឹងថាជាអ្វីឲ្យប្រកបទេវាមានរូបរាងទៅដូចនឹងសត្វខ្លាដែលមានរាងកាយជាមនុស្សនិយាយឲ្យស្រួលយល់គឺវាមានដៃជើងឈរបានដំណើរដូចមនុស្សទាស់តែត្រង់ថាវាមានក្បាលនិងរោមជាសត្វខ្លាមិនដឹងថាសត្វចម្លែកនេះមានកំហឹងមកតាំងពីពេលណាទេវាបានទះតបអមរៈរហូតក្អួតឈាមចេញពីមាត់ស្ទើរស្លាប់ភ្លាមនោះស្រាប់តែមានពស់សមួយយ៉ាងធំវាត់កន្ទុយទៅលើសត្វចម្លែកនោះដួលលើដីរួចពស់នោះក៏បានប្រែខ្លួនទៅជាមនុស្សស្រីម្នាក់ដែលមនុស្សស្រីម្នាក់នោះគឺជាភគុនីនោះឯងសត្វចម្លែកនោះបានក្រហមយ៉ាងខ្ទោខ្ទាពេញទាំងព្រៃភគុនីបាននិយាយទៅសត្វចម្លែកនោះថា
សូមលោកដ៏មានបារមីកុំប្រកាន់ចង់បានជីវិតមនុស្សម្នាក់នេះអីនាងខ្ញុំកែវភគុនីដែលជាម្ចាស់ប្រាសាទនៃអាសិរពឹសសូមប្រណម្យសំពះលោកដែលជាសេនាព្រៃដើម្បីយោគយល់ដល់នាងខ្ញុំផងគ្រាន់តែនិយាយបានប៉ុណ្នេះសត្វចម្លែកនោះបានរត់ចូលក្នុងរូងឈើវិញបាត់ភគុនីបានប្រែខ្លួនទៅជាពស់ពាក់កណ្ដាលមនុស្សពាក់កណ្ដាលត្រកងអមរៈយកទៅប្រាសាទរបស់នាងពេលទៅដល់ភ្លាមថាវរីហាក់មិនសប្បាយចិត្តនឹងវត្តមានរបស់អមរៈសោះថាវរីបាននិយាយថាតែម្ចាស់ស្រីនៅពាក់ព័ន្ធជាមួយមនុស្សលោកធ្វើអីទៀតក្រែម្ចាស់ស្រីបានសន្យាហើយមែនទេថានឹងមិនមានទំនាក់ទំនងជាមួយមនុស្សលោកយ៉ាងណាមើលទៅសភាពគេក៏មិនรู้ដែរភគុនីបានញញឹមទាំងទឹកភ្នែកស្រក់តក់ទៅលើផ្ទៃមុខរបស់អមរៈដែលប្រឡាក់ទៅដោយឈាមរួចនាងបានថើបថ្ងាសអមរៈនិងនិយាយថាប្តីសម្លាញ់ចិត្តអូនតែងគិតថាមនុស្សគឺជាអំបូរដែលគួរឲ្យខ្លាចព្រោះពួកគេបានបំផ្លាញធម្មជាតិចូលចិត្តបង្កើតសង្គ្រាមឆ្លុះទាស់តែងគ្នាសូម្បីតែបងប្អូនរួមផ្ទៃតែពេលនេះអូនបានជួបបងដែលជាមនុស្សល្អទាំងកាយស្អាតទាំងចិត្តឥតមានលៀងត្រង់ណាសោះអស់ការរយៈពេលរាប់រយឆ្នាំក្នុងការសុំសិលមកនេះអូនមិនដែលស្គាល់ឡើយអ្វីទៅជាស្នេហាអ្វីទៅជាក្តីស្រឡាញ់គ្រប់យ៉ាងបានផ្លាស់ប្ដូរអូនពីរបៀបរស់នៅតាមពិតកាលកន្លងដែលអូនរស់នៅជាមួយបងដំបងនោះអូនមិនចេះដាំបាយធ្វើម្ហូបអ្វីឡើយគឺអូនតែងក្រឡាខ្លួនទៅជាកូនពស់តូចមួយលូនទៅមើលរបៀបថែទាំផ្ទះនិងធ្វើអាហាររបស់អ្នកស្រុកបងមិនត្រឹមជាប្តីអូនទេតែបងក៏ជាគ្រូរបស់អូនទៀតផងនេះគឺជាទឹកភ្នែកដែលអូនសម្រក់ជាលើកទី2ហើយក៏ជាលើកចុងក្រោយផងដែរអូនសូមផ្សងជួបបងគ្រប់ជាតិខ្យល់បក់មកប៉ាងស្លឹកឈើរប៉ាត់រប៉ាយជុំវិញប្រាសាទពពកខ្មៅបានគ្របដណ្ដប់ពីពេញផ្ទៃវេហាធ្វើឲ្យព្រៃទាំងមូលងងឹតស្លង់ហាក់បីដូចជាពេលយប់បានមួយសន្ទុះគ្រប់យ៉ាងបានប្រែមកជាសភាពដើមវិញប៉ុន្តែភគុនីត្រូវបានបាត់ខ្លួនដោយបន្សល់ថាវរីអង្គុយបត់ជើងផ្អៀងខ្លួនយកដៃច្រត់ទៅដីសោយសោកមានលាយជាមួយទឹកនេត្រាជាដំណក់ទន្ទឹមនឹងនោះអមរៈបាននឹងខ្លួននិងបាក់ភ្នែកសន្សឹមគេស្រវាំងភ្នែកតិចទើបយកដៃឆ្លៀសភ្នែកដល់ពេលរៀងគ្រាន់បាហើយទើបគេចាក់ច្បាស់ឃើញថាវរីដែលកំពុងអង្គុយសម្រក់ទឹកភ្នែកនោះអមរៈបានសួរទៅថាវរីថាអ្នកនាងអាចប្រាប់ខ្ញុំបានទេថាភគុនីនៅទីណាមុនដែលខ្ញុំសន្លប់បាត់បង់ស្មារតីខ្ញុំបានឃើញនាងថាវរីគិតតែពីទួយសោកដោយមិនបានឆ្លើយតបទៅកាន់អមរៈអ្វីឡើយអមរៈក៏ងើបឈរឡើងប៉ុន្តែគេស្លុតស្មារតីជាខ្លាំងព្រោះគេបានឃើញកន្ទុយពស់យ៉ាងធំមានពណ៌ខៀវដែលកន្ទុយពស់នោះទៀតសោតគឺតភ្ជាប់ជាមួយនឹងខ្លួនរបស់គេមួយកំណាត់គេបើកភ្នែកធំនិងសួរថាតើនេះមានរឿងអ្វីកើតឡើងម្ដេចខ្ញុំខ្លាចជាបែបនេះថាវរីបានយកដៃវាជូតទឹកភ្នែករួចក្រាបសំពះអមរៈដោយពោលពាក្យចម្លែកថាសូមទានប្រោះលោកម្ចាស់នៅដង្ហើមចុងក្រោយនៃជីវិតរបស់លោកម្ចាស់គឺត្រូវបានម្ចាស់ស្រីយកដួងកែវពូតែមួយគត់ដែលគ្រប់គ្នាប៉ងចង់បាននោះមកជួយលោកម្ចាស់គេគ្រប់គ្នាដែលមានបំណងចង់បាននោះប្រហែលគិតថាដួងកែវនោះគឺជារបស់ម្យ៉ាងដែលលាក់ទុកនៅប្រាសាទនេះទើបគេតែងតែចូលមកដើម្បីលួចទាំងមិនដឹងសោះឡើយថាដួងកែវពូក៏ជាដួងកែវជីវិតរបស់ម្ចាស់ម៉ែពូដូចគ្នាដោយសារការលះបង់មួយនេះទើបម្ចាស់ស្រីត្រូវរលាយរូបរាងកាយសូន្យសងបងសង្ខារទើបអាចជួយលោកម្ចាស់ឲ្យរស់រានមានជីវិតឡើងវិញនិងបានផ្ដាំខ្ញុំថាតទៅលោកម្ចាស់គឺជាម្ចាស់នៃប្រាសាទនេះសូមលោកម្ចាស់ធ្វើសមាទានសិលឲ្យបានស្ងប់ចិត្តកុំចេញទៅទីរស់នៅរបស់មនុស្សឲ្យសោះបាននិស្ស័យមកដល់លោកម្ចាស់នឹងជួបគាត់ម្ដងទៀតនៅជាតិថ្មីណាមួយស្នេហាប្រត់ប្រាស់ជួបគ្នាមិនត្រូវបានកំណត់ដោយមនុស្សឬសភាវៈមានជីវិតឡើយគ្រប់យ៉ាងតើអ្នកណាជាអ្នកកំណត់តាមពិតទៅការជួបប្រត់ជារឿងធម្មតារាប់ពីពេលដែលភគុនីត្រូវបានរលាយរូបរាងកាយនោះគឺកន្លងហួសអស់ជិត4សតវត្សទៅហើយថាវរីតែសង្កេតឃើញអមរៈធ្វើសមាធិជារៀងរាល់ពេលវេលា
ដោយកម្រឃើញបានគេចេញពីក្រៅប្រាសាទណាស់ក្នុងមួយរដូវគេចេញមកមើលស្លឹកឈើនៅទីក្រៅតែម្ដងតែប៉ុណ្ណោះតែគេក៏ធ្លាប់ប្រាប់ថៅវរីថាគេចេញមកដើម្បីប្រមារកមើលជាតិថ្មីរបស់ភគុនីតែគេមិនអាចដឹងសោះថានាងបានចាប់កំណើតជាជាតិអ្វីមួយហើយឬនៅថៅវរីឆ្ងល់ខ្លាំងណាស់តើគេអាចដឹងបានយ៉ាងណាបើសិនជាភគុនីចាប់កំណើតថ្មីឡើងវិញនោះតែគឺគ្មានចម្លើយទេសូម្បីគេក៏មិនដឹងថាខ្លួនអាចទទួលបានដឹងនៅអារម្មណ៍នេះក៏អត់ផងត្រង់ចំណុចនេះហើយដែលមនុស្សគ្រប់គ្នាតែងនិយាយថាអាប់កំបាំងពាក្យថាអាប់កំបាំងគឺមិនអាចដឹងហើយក៏គ្មានថ្ងៃដឹងដែរក្នុងពេលវេលាមួយដែលស្លឹកឈើងាប់ជាច្រើនធ្លាក់ចុះមកក្រៅលើផ្ទៃដីមានទាំងស្លឹកតូចនិងស្លឹកធំថៅវរីបានអង្គុយបត់ជើងនៅមុខប្រាសាទយកដៃត្រង់យកស្លឹកឈើដែលធ្លាក់ជ្រុះមកនោះមកលេងហាក់កំពុងរីករាយជាខ្លាំងបន្ទាប់មកនាងស្រាប់តែឃើញអមរៈបានចេញអំពីប្រាសាទក្នុងសភាពជាមនុស្សពស់ដែលមើលទៅមុខគេដូចជាកំពុងខកចិត្តនឹងរឿងអ្វីម្យ៉ាងគេក៏បានពោលពាក្យតិចម្នាក់ឯងថាចប់ហើយភគុនីអូនម្ដេចជីវិតអូនអភ័ព្វយ៉ាងនេះជាតិថ្មីបានកើតជាមនុស្សហើយម្ដេចក៏គេចោទអូនជាមនុស្សចង្រៃជាស្រីធ្មប់ទៅវិញដោយគ្រាន់តែអូនមានទំនាក់ទំនងស្និទ្ធស្នាលជាមួយពស់ដែលជាកំណើតអតីតជាតិរបស់អូនបងស្ដាយណាស់ដែលបងមានញៀនដឹងយឺនបើពុំដូច្នោះទេក៏មិនត្រូវព្រះអគិលេបទ្របាក់យ៉ាងខ្លោចផ្សាបែបនេះដែរប្រហែលជានិស្ស័យយើងមិនតាន់មកដល់ទេរស់នៅជាង5សតវត្សគឺជាពេលវេលាដ៏ឯកាបំផុតតែបងក៏មិនដែលបោះបង់ហើយក៏មិនបោះបង់នៅវេលាខាងមុខដែរខត្តិយាជួទឹកភ្នែកចេញពីពាល់ស្របពេលដែលកុលនីកំពុងសម្រក់ទឹកភ្នែកមិនដឹងតាំងពីពេលណាមកទេនាងចន់ចិញ្ចាំងសួរទៅកាន់ខត្តិយាមួយរំពេចថាតើអ្នកណាជាអ្នកកត់ត្រារឿងរបស់គេទៅអ្នកទាំង3នាំគ្នាមើលមកគ្នាញញឹមព្រោះដឹងថាអ្នកកត់ត្រារឿងនេះមិនមែនជាមនុស្សទេហើយមានចេតនាទុករឿងនេះជាការចងចាំសម្រាប់មនុស្សរាប់រយពាន់ឆ្នាំពួកគេដើររហូតទៅដល់ដើមឈើដ៏ធំសម្បើមមួយទើបពួកគេនាំគ្នាបញ្ចុះដំណើរនិងមើលមុខគ្នាខត្តិយាក៏ប្រែទៅជាមេតបស្រីក្នុងឈុតចម្បាំងចំណែកឯអសុរៈក៏យករបាំងមុខអសុរៈរបស់គេបំពាក់នៅលើមុខខៀវងាកឃើញគេក៏សួរទៅកាន់អសុរៈហេតុអ្វីឯងពាក់របាំងមុខឯងខ្លាចព្រាយសត្វនោះចាំមកឯងបានមែនទេវាមានក្រចកយើងខ្លាចធ្វើឲ្យមុខរបស់យើងត្រូវរបួសបាត់បង់ភាពសង្ហាខត្តិយាខ្ទប់មុខសាយរួចឆ្លៀតនិយាយបញ្ជឺទៅកាន់កុលនីថាហេតុអ្វីនាងមិនប្រែរោគដែរទៅម្ចាស់ម៉ែនាងកុលនីស្រាប់តែប្រែខ្លួនទៅជានាគមួយដែលមានសម្បុរពណ៌ខ្មៅធំធ្វើឲ្យអ្នកទាំង3បើកភ្នែកធំចំហមាត់ទាំងក្តីមិននឹកស្មានថានាងអាចប្រែខ្លួនទៅជានាគបានសោះហើយថែមទាំងជានាគខ្មៅបុរាណទៀតផងខត្តិយាបាននិយាយទៅកាន់កុលនីថាខ្ញុំឲ្យនាងប្រែខ្លួនក្នុងឈុតប្រយុទ្ធរបស់នាងមិនមែនឲ្យប្រែទៅជារូបរាងនាគទេកុលនីក៏ប្រែរូបមកជាមនុស្សវិញក្នុងសម្លៀកបំពាក់ពណ៌ខ្មៅរបស់នាងមើលទៅអង្អាចខ្លាំងមិនចាញ់អ្នកទាំង3ទេខៀវដើរសំដៅទៅដើមឈើធំនោះបំរុងនឹងធ្វើអ្វីម្យ៉ាងអសុរៈឃើញក៏សួរឯងបំរុងធ្វើអ្វីខៀវងាកក្រោយឆ្លើយនឹងសំណួរដកដើមឈើនេះចោលអសុរៈនិយាយលឺទៅកាន់ខៀវថាងាប់ហើយឯងនេះពិតជាផ្កាបុរាណគ្មានចំណេះដឹងមែនដើមឈើធំគេអភិរក្សឯងទៅដកចោលដុតតែភ្លើងមុខរងនោះវាចេញមកហើយខៀវស្ដាប់អសុរៈរួចក៏ព្យាយាមសម្លឹងមើលទៅដើមឈើពិតជាមានរូបមួយមែនគេក៏យកមែកឈើងាប់
មកដាក់នៅមុខរូងនោះរួចក៏ដើរទៅកន្លែងដើមវិញកលនីបានលាតដៃឆ្វេងរបស់នាងគ្រប់គ្នាក៏ចាប់អារម្មណ៍មើលទៅដៃរបស់នាងដែលមានអណ្ដាតភ្លើងកំពុងតែឆេះអសុរៈក៏លន់មាត់និយាយភ្លាមមួយរំពេចចុងប្អូនប្រពន្ធចេះជប់ភ្លើងទៀតលយណាស់កលនីសំឡក់ទៅអសុរៈបន្តិចរួចងាកទៅរកបំរុងនឹងប្រើភ្លើងដុតបង្គំអស់ដែលខៀវបានរៀបហើយនាងក៏មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះភ្លើងត្រូវបានឆេះទាំងដែលនាងមិនទាន់ដុតនៅឡើយនាងក៏និយាយឆ្ងល់សួរទៅកាន់គ្រប់គ្នាថាមុននេះតើអ្នកណាជាអ្នកប្រើវិជាសិលឲ្យភ្លើងនេះឆេះឡើងនាងមើលទៅមុខខៀវញញឹមបន្តិចងាកកទៅកាន់ខត្តិយាដើម្បីជាសញ្ញាប្រាប់ទៅដល់កលនីមិនអស់ចិត្តទើបសួរទៅកាន់កញ្ញាកន្ទូតរបស់យើងថានាងចេះបង្កើតនៅព្រះអគិដែរមែនទេខត្តិយាក្រវិក្បាលធ្វើមុខស្មានិងតបខ្លីៗថាជប់ទឹកជប់ភ្លើងខ្ញុំមិនចេះទេតែខ្ញុំមានអាមួយនេះនាងបានលើកបង្ហាញដេកកេះមួយនៅក្នុងដៃរបស់នាងរួចកេះបញ្ឆេះវាឡើងបង្កើតជាភ្លើងតូចមួយមកខៀវនិងអសុរៈសើចឮសំឡេងតិចលើកលែងតែកលនីតែប៉ុណ្ណោះនាងមិនត្រឹមតែមិនសើចទេហើយថែមទាំងធ្វើទឹកមុខភ្ញាក់ផ្អើលដើរសំដៅទៅកាន់ខត្តិយាមើលទៅដេកកេះនោះហាក់ដូចជារបស់អស្ចារ្យវិសេសវិសាលសម្រាប់នាងខ្លាំងណាស់អញ្ចឹងរបស់នេះអាចបង្កើតបានដោយរបៀបណាទៅតើវាជាអ្វីទៅពីមុនមកខ្ញុំមិនដែលឃើញតតែសោះវាពិតណាស់ជារបស់អស្ចារ្យពុនប្រមាណខត្តិយាតបទៅទាំងភាពជឿជាក់ថាវាគឺជាប្រអប់ដាក់ភ្លើងទូទាំងនគរនេះគ្មានទេរបស់ដែលខ្ញុំកាន់តើវាពិតជាអស្ចារ្យសម្រាប់នាងណាស់មែនទេពិតណាស់មិនថារស់នៅក្នុងអំបូរជានាគឬជាមនុស្សក៏ខ្ញុំពុំដែលប្រទះពីមុនមកឡើយកលនីបានដកយករបស់មួយចេញមកវាគឺជាកាំបិតតូចមួយមានពណ៌សតែមិនមែនជាលោហៈទេនាងបានហុចកូនកាំបិតនោះទៅកាន់ខត្តិយារួចនិយាយដោយបង្ហាញចេតនានៃការចង់បានឯកេននោះនេះគឺជាកាំបិតដែលធ្វើឡើងអំពីធ្មេញនាគហើយវាក៏ជាវត្ថុដែលអស់អំបូរមនុស្សគ្មានដែរវាពិតជារបស់ស័ក្តិសិទ្ធិណាស់បើនាងមិនប្រកាន់តែយើងអាចបដូររបស់ទឹកគ្នាបានទេខត្តិយាធ្វើមុខហាក់ដូចជាចង់សើចជាមួយនឹងកលនីខណៈដែលអសុរៈនិងខៀវសាច់ខ្ទប់ពោះឡើងគ្នាទឹកភ្នែកដល់ថ្នាក់ទប់ជំហរមិនជាប់ក៏សើចដល់ថ្នាក់លុតជង្គង់ទៅនឹងដីកលនីឃើញពួកគេបែបនេះក៏ស្រាប់តែឆ្ងល់ថារឿងនេះហេតុអ្វីត្រូវសើចទៅវិញកំពុងតែសើចផងស្រាប់តែមានសត្វអ្វីម្យ៉ាងហក់មកកន្ទ្រប់ខត្តិយាតែជាសំណាងកលនីរវាសភ្នែកតន់ក៏គប់ភ្លើងដែលនាងបានជប់ពីដៃរបស់នាងត្រូវសត្វនោះប៉ាងខ្ទប់ទៅនឹងដើមឈើមួយពួកគេទាំង4ក៏បានមើលទៅសត្វចម្លែកនោះទើបដឹងថាវាគឺជាព្រាយសត្វយ៉ាងពិតប្រាកដហើយក៏ខុសអំពីពពួកផ្សេងដែលសង្កត់ដឹងថាជាបរិវារដែរនេះច្បាស់ហើយថាជាមេរបស់ព្រាយសត្វឯទៀតព្រោះវាមានមាឌធំសម្បើមជាងអាកូនចៅដទៃព្រមជាមួយភ្នែកក្រហមមានពន្លឺមានចង្កូមវែងដុសផុតចង្ការសំឡេងក្រឡក៏បានបន្លឺឡើងដោយព្រាយសត្វនោះពួកឯងពិតជាខ្លាំងធំមែនហ៊ានមកបំពេញដែនដីព្រាយជាពិសេសគឺមកបំពេញយើងតែម្ដងខៀវញញឹមបន្តិចមើលទៅព្រាយខ្លានោះក្នុងក្រសែភ្នែកមុតស្រួចនិយាយមួយថាបើឯងមិនបំពេញកន្លែងដែលមិនគួរបំពេញក៏គ្មានវត្តមានយើងនៅទីនេះដែរចំណុចចាប់ដើមគឺមកពីឯងខៀវនិយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែការភ្នែករបស់ព្រាយសត្វនោះឡើងពណ៌ខ្មៅស្រិលដូចគេលាបពណ៌
ឯខត្តយាក៏ដឹងថានេះជាសភាពមិនស្រួលភ្នែកខាងស្ដាំរបស់នាងក៏មានពណ៌ក្រហមរួចដកយកដាវទាំងពីរហក់ចូលប្រយុទ្ធជាមួយនឹងព្រាយសត្វនោះឯអសុរៈក៏មិនចាំក៏ចូលទៅវាយព្រាយសត្វនោះដែរក្រញាំដល់មុតស្រួចរបស់ព្រាយសត្វក៏បានគ្រោះវាបំណងផ្ដាច់ជីវិតអ្នកទាំងពីរតែម្ដងខត្តយាបានកាប់ព្រាយសត្វនោះត្រូវមួយដាវតែត្រូវវារងជាប់អសុរៈក៏វាយម្ដាយទៀតតែក៏ត្រូវវាចាប់ដៃអសុរៈទៀតជាឱកាសល្អខត្តយាក៏ចាក់មួយដាវចំពុកខាងឆ្វេងរបស់ព្រាយសត្វនោះតែគ្រប់យ៉ាងមិនដូចការគិតនោះឡើយព្រាយសត្វហាក់មិនបានជឿចាប់ជាមួយនឹងរបួសដែលត្រូវមួយដាវរបស់ខត្តយាទេផ្ទុយទៅវិញបែរជាចាប់ទាញដៃអសុរៈក្រវែកដូចខ្នើយបណ្ដាលឲ្យអសុរៈខ្ទាតទៅចូលព្រៃម្ខាងហើយក៏គ្រោះវាក្នុងដៃត្រូវខត្តយាធ្វើឲ្យនាងខ្ទាតទៅម្ខាងទៀតនៅព្រៃដូចគ្នាខៀវឃើញដូចនេះក៏ដឹងថាកម្លាំងនិងធម៌ពលរបស់ព្រាយសត្វនេះមិនមែនធម្មតាទេដល់ថ្នាក់អសុរៈនិងខត្តយារួមដៃគ្នានៅមិនអាចផ្ដួលវាបានខៀវក៏ស្ទុះទៅយ៉ាងលឿនមាត់ព្រាយខ្លានោះស្ទើរតែជ្រុះធ្មេញទាំងសងខាងខៀវមាត់ជាច្រើនដៃឆ្វេងស្ដាំរហូតទាល់តែមួយដៃចុងក្រោយរបស់គេធ្វើឲ្យព្រាយសត្វនោះដួលទៅនឹងដីអ្វីដែលយើងនឹកស្មានមិនដល់ព្រាយសត្វនេះនៅតែមិនទាន់ចាញ់ព្រោះហាក់មិនមានការជឿចាប់អ្វីសម្រាប់វាសោះតែបណ្ដាលមកពីដៃរបស់ខៀវធ្ងន់ពេកទើបវាដួលទៅនឹងដីទឹកមុខរបស់ខៀវបង្ហាញពីសភាពមិនស្រួលនៅក្នុងពេលនេះដោយចងចិញ្ចើមត្រៀមប្រយុទ្ធបន្តប៉ុន្តែព្រាយសត្វនោះបានគ្រហឹមយ៉ាងលឿនរំពងពេញទាំងព្រៃមិនបានប្រមាណផងព្រៃនៅជុំវិញខ្លួនរបស់ខៀវក៏រង្គើជាមួយនឹងសំឡេងដូចជាមានអ្វីមួយយ៉ាងសម្រាប់ចូលមកឯព្រាយសត្វកំណាចនោះក៏បានរត់ចូលទៅព្រៃបាត់កលនីនាងរៀបនឹងដេញហើយក៏ស្រាប់តែលេចវត្តមានព្រាយសត្វផ្សេងទៀតដែលមានរូបរាងកាយជាមនុស្សនិងក្បាលជាសត្វខ្លាមកវាយប្រហារនាងគ្រាន់តែថាព្រាយសត្វទាំងនេះគ្រាន់តែជាបរិវាររបស់មេព្រាយសត្វអំបញ្ញមិញតែប៉ុណ្ណោះកលនីបានគប់ដុំភ្លើងទៅកាន់ពពួកព្រាយសត្វធ្វើឲ្យពួកវាប៉ាងដូចសំឡីឯខត្តយានិងអសុរៈត្រូវម្នាក់មួយដៃរបស់ព្រាយសត្វនោះក៏មិនជាបញ្ហាសម្រាប់ឲ្យពួកគេមិនអាចបន្តការប្រយុទ្ធនេះបានដែរខៀវប្រាប់អ្នកទាំង3ថាតើអ្នកទាំងអស់គ្នាមានវិធីអាចចាប់ពួកគេឲ្យនៅមួយកន្លែងបានទេខត្តយាដែលជ្រុះបាត់អាវុធក្នុងដៃនិងប្រយុទ្ធទាំងដៃទទេដោយវាយនឹងកណ្ដាប់ដៃផងនិយាយទៅកាន់ខៀវផងថាសម្រាប់ពួកវាតែម្ដងទៅសួរពួកវាទៅក៏គ្មានបានការដែរខៀវនិយាយស្ដីឲ្យខត្តយាសម្រាប់ពួកគេមានតែធ្វើឲ្យគ្រួសារគេបាត់បង់សាច់ញាតិនាងគិតមិនដល់ទេមែនទេពួកគេគ្រាន់តែទទួលបានការគ្រប់គ្រងអំពីអាមាត្យធំអំបញ្ញមិញតែប៉ុណ្ណោះចុះលោកចង់ធ្វើអ្វីបន្តខៀវហួសចិត្តនិយាយទៅវិញចុះមុននេះខ្ញុំប្រាប់នាងថាម៉េចទៅកលនីឬការសន្ទនារបស់ពួកគេនាងក៏ប្រែរូបទៅជានាគខ្មៅដ៏ធំសម្បើមមួយអសុរៈហាក់ដឹងអំពីបំណងរបស់ម្ចាស់ម៉ែនាគគេក៏និយាយទៅប្រាប់ខត្តយាថាយើងបញ្ឆោតពួកវាឲ្យពួកវានៅផ្ដុំមួយកន្លែងមកខត្តយាងក់ក្បាលរួចក៏បញ្ឆោតពួកព្រាយសត្វនោះឲ្យនៅមួយកន្លែងចំកណ្ដាលជាមួយនឹងអសុរៈលុះចូលមកដល់ហើយកលនីដែលមានសភាពជានាគធំនោះបានរំពាត់ពពួកព្រាយនោះឯអសុរៈនិងខត្តយាបានរត់ចេញយ៉ាងលឿនពីរង្វង់នាគខ្មៅខៀវឃើញឱកាសល្អក៏រត់ទៅលើខ្លួននាគខ្មៅអង្គុយពេនភ្នែនលើកដៃស្ដាំឡើងបញ្ចេញនូវផ្កាខៀវមួយចម្លែកមានពន្លឺនិងបិទភ្នែកសូត្រធម៌អ្វីមួយយ៉ាងធ្វើឲ្យពួកបរិវារព្រាយសត្វទាំងនោះប្រកាច់ប្រកិនប្រែរូបបន្តិចម្ដងទៅជាមនុស្សវិញរហូតទាល់តែពួកគេប្រែមកជាសភាពមនុស្សពេញលេញខៀវក៏ឈប់សូត្រដល់ងើបឈរសម្លឹងមើលទៅផ្សែងខ្មៅម្យ៉ាងហោះចេញពីខ្លួនប្រាណរបស់ពួកគេទៅទីម្ខាងខៀវញញឹមហើយនិយាយតែម្នាក់ឯងតិចថាតើឯងគិតថាចង់លាក់ខ្លួនពីយើងដល់ពេលណាទៀតទៅកលនីដែលជារូបរាងនាគខ្មៅក៏និយាយថាចុះលោក
ចង់ឈរបង្ហាញរូបកាយបង្អួតសម្រស់នៅលើខ្លួនខ្ញុំដល់ពេលណាទៀតខៀវភ្ញាក់បន្តិចរួចទើបនិយាយទាំងមុខស្មាថាត្រូវហើយខ្ញុំភ្លេចគិតថាខ្ញុំកំពុងតែឈរលើនាងខៀវបានលុតចុះទៅលើកាយនាគមកក្រោមឈរក្បែរខត្តយាស្របពេលដែលកលនីប្រែរូបមុខធម្មតាវិញជាមួយនឹងអសុរៈដើរមកជុំគ្នាផងដែរខៀវបាននិយាយទៅកាន់អ្នកទាំង3ថាយើងត្រូវបន្តទៅកន្លែងមួយដែលជាហេតុបណ្ដាលឲ្យមានរឿងនេះកើតឡើងហើយចំពោះរឿងនេះទៀតសោតគឺមានមនុស្សម្នាក់ដែលអាចជួយយើងបានប្រាសាទថ្មឈរមួយកន្លែងឈរអ៊ុតសំញែងបងអ៊ុតសម្រស់ចម្លាក់ទៀតសោតក៏សែនល្អស្រស់ដាប់ដាំដោយមនុស្សជាងពន្លិកទឹកអាណាចក្រខ្មែរដ៏រុងរឿងនាសម័យព្រះជ័យវរធនមានគ្រប់វិស័យមិនថាកសិកម្មប្រព័ន្ធធារាសាស្ត្រសិប្បកម្មអាជីវកម្មនានាគឺរីកចម្រើនគួរឲ្យស្ញប់ស្ញែងមិនត្រឹមតែប៉ុណ្ណោះក៏មានការបណ្ដុះបណ្ដាលជាមួយនឹងវិស័យអប់រំយ៉ាងល្អនិងជាការរៀបចំអំពីព្រះជាយាឥន្ទ្រទេវីធ្វើឲ្យមនុស្សបានយល់ដឹងច្រើនតាមរយៈការដើរតាមមាគ៌ាព្រះពុទ្ធឱវាទសមត្ថភាពទ្រង់ទាំងពីរព្រះអង្គពិតជាស័ក្តិសមជាអ្នកគ្រប់គ្រងដែនព្រះនគរនៃអាណាចក្រមួយនេះមែនបើក្រឡេកមើលទៅប្រាសាទមួយចំនួនវិញគឺត្រូវបានដាក់ដាំសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់និងអាថ៌កំបាំងបំផុតព្រោះការរៀបចំមួយចំនួនគឺបានរៀបចំឡើងស្របតាមតារាសាស្ត្រផងដែរតែប្រាសាទមួយចំនួនទៀតត្រូវបានខូចខាតដោយកត្តាជាច្រើនមូលហេតុក៏មានប្រាសាទខ្លះបានបាត់បង់វត្តមានគួរជាទីចម្លែកនិងបន្សល់នូវចម្ងល់ជាច្រើនដល់អ្នកដែលធ្លាប់ដឹងនិងឃើញប្រាសាទទាំងនោះពីមុនមកខៀវអសុរៈខត្តយានិងកលនីកំពុងតែឈរនៅកន្លែងមួយដែលខៀវនៅឈរពីមុខគេបង្អស់មើលទៅប្រាសាទតូចមួយដែលពុំមានរូបរាងច្បាស់លាស់ឃើញដូចជាជញ្ជាំងនិងថ្មដែលបាក់កលើគ្នាតែប៉ុណ្ណោះខៀវមើលទៅប្រាសាទនោះទាំងទឹកភ្នែករលីងរលោងឯអ្នកទាំង3ក៏មើលទៅមុខខៀវចងចិញ្ចើមដោយការងឿងឆ្ងល់ខៀវក៏បាននិយាយទាំងមិនងាកមុខទៅពួកគេថាតោះពួកយើងខត្តយាសួរទៅណាគឺចូលប្រាសាទនឹងហើយអសុរៈដើរមុខទន្ទឹមនឹងខៀវនិយាយតវ៉ាថាហើយចូលទៅធ្វើអីមើលទៅប្រាសាទនេះបើមានរូបរាងពេញលេញក៏គ្មានអ្វីគួរឲ្យចង់ចូលដែរព្រោះថាវាតូចសមនឹងពេលនេះបាក់បែកអស់ផងមើលតែពីក្រៅក៏ឃើញហើយថាមិនដឹងចូលធ្វើអ្វីខៀវនិយាយទាំងមុខស្មើពួកយើងមិនមែនកំពុងតែឈរនៅពីមុខប្រាសាទទេគឺយើងពេលនេះកំពុងតែឈរនៅពីលើប្រាសាទនេះហើយអ្នកទាំង3មើលទៅដីដែលពួកគេជន់ខត្តយាក៏និយាយបែបនឹកឃើញពីរឿងអ្វីមួយត្រូវហើយគឺទីនេះអសុរៈក៏កាន់តែឆ្ងល់ទើបចេះតែជជិកឬជីកគល់នាងក៏ធ្លាប់មកទីនេះដែរខត្តយាបាននិយាយថាឲ្យអសុរៈលោកធ្លាប់ទៅសៀមរាបទេខ្ញុំធ្លាប់ទៅញឹកញាប់ទៀតចោះលោកស្គាល់បារាយអត់អសុរៈក៏និយាយបន្តទាំងមិនដឹងថាគោលបំណងរបស់ខត្តយានិយាយអំពីអ្វីខ្ញុំដឹងហើយទីនេះនៅសម័យកាលថ្មីគឺជាបារាយនៃខេត្តសៀមរាបខត្តយាហួសចិត្តក៏និយាយវិញលោកមិនដឹងអំពីប្រវត្តិសាស្ត្រទេឬយ៉ាងម៉េចទីនេះគឺជាទីតាំងដែលប្រាសាទមួយត្រូវបានកប់ក្រោមដីធំជាងគេបំផុតអសុរៈបានយកដៃឯក្បាលនិយាយខ្ញុំមិនដែលរៀនប្រវត្តិសាស្ត្រផងធ្វើម៉េចខ្ញុំដឹងទៅ
ខៀវក៏បាននិយាយប្រាប់ថាព្រះបាទជ័យវរ្ម័នទី1ព្រះអង្គពុំមានបុត្រាទេដោយហេតុនេះបុត្រីរបស់ព្រះអង្គព្រះនាមជ័យទេវីឡើងសោយរីកស្នងព្រះនាងនៅគ្រប់គ្រងរដ្ឋរហូតតាំងពីឆ្នាំ713តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានមាំទាំឡើយព្រោះនៅក្នុងអត្ថបទសិលាចារឹកមួយនៅបារាយណ៍ទឹកថ្លាព្រះនាងទ្រង់បានត្អូញត្អែអំពីភាពច្របូកច្របល់ក្នុងចិត្តគំនិតនិងទុក្ខវេទនាក្នុងគ្រាកើតកលយុគហើយព្រះនាងក៏ជាអ្នកសាងសង់ប្រាសាទអកយំឡើងកន្លែងដែលយើងឈរនេះគឺជាប្រាសាទអកយំហើយចំពោះមូលហេតុដែលប្រាសាទដ៏ធំនេះត្រូវបានលិចចូលទៅក្រោមដីនោះគឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេព្រោះប្រាសាទនីមួយៗមានកម្ពស់ខ្ពស់ណាស់បើសិនជាទីនេះត្រូវបានលិចបាត់ច្បាស់ណាស់នេះមិនមែនជាកន្លែងតែមួយដែលនៅក្រោមដីទេអសុរៈនៅមិនទាន់អស់ឆ្ងល់ទេព្រោះគេហាក់មិនទាន់ដឹងច្រើនអំពីរឿងនេះចុះក្រែងឯងជាផ្កាខៀវដែលកើតមក1000ឆ្នាំជាងហើយមែនទេម្ដេចក៏ឯងមិនដឹងអំពីមូលហេតុទាំងនេះស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់ចាំមើលទៅសម័យថ្មីវិញរកសិភៅប្រវត្តិសាស្ត្រអានសិនខៀវសំឡោះអសុរៈហើយនិយាយថាយើងខាតនៅសម័យចេនឡាហើយប្រាសាទនេះមិនមែនយើងជាអ្នកសាងសង់ទេហើយយើងក៏មិនមែនជាបុរាណវិទូដែរធ្វើមិនដេចយើងដឹងទៅល្ងងមែនកលនីហាក់ដូចជាអន្ទះសារក្នុងការចូលប្រាសាទក្រោមដីនេះណានាងក៏និយាយថាតោះនៅចាំអីទៀតយើងចូលតែម្ដងទៅខត្តយាសួរទៅកាន់នាងចូលទៅរបៀបណាតានាងដឹងអំពីរបៀបចូលដែរតែមែនទេឬនាងធ្លាប់ចូលទីនេះកាលកន្លងមកកលនីបាននិយាយតបទៅខត្តយាវិញខ្ញុំមិនអាចចូលក្នុងនេះទេតែពួកយើងជ្រែកដីចូលតែម្ដងទៅអសុរៈក៏លន់មាត់កលនីចេះជ្រែកដីទៀតនាងជាសិស្សឬកូនស្រីដែលចូលដំដិនកលនីហាក់ធុញទ្រាន់នឹងការទន្ទឹងរង់ចាំក៏ជ្រែកដីចុះទៅក្រោមបានคล้ายទៅជាអន្លង់មួយចូលទៅក្នុងក្រោមដីធ្វើឲ្យអសុរៈផ្លាត់មាត់ថាចុំនាងចេះជ្រែកដីទៀតភ្លាមៗកលនីក៏ផុសចេញពីដីវិញធ្វើមុខហាក់ដូចជាដឹងកំហុសអ្វីមួយយ៉ាងតែអសុរៈសួរទៀតថាហេតុអ្វីនាងមកវិញកលនីឆ្លើយទាំងអៀនខ្មាស់ថាខ្ញុំភ្លេចគិតបើខ្ញុំជ្រែកដីទៅវាអាចនឹងធ្វើឲ្យផ្នែកខ្លះនៃប្រាសាទក្រោមដីខូចខាតនោះក៏មិនខុសពីអ្វីអ្នកដែលបំផ្លាញនោះទេអ្នកទាំង3ញញឹមបានបន្តិចខៀវក៏យកដៃរបស់គេប៉ះទៅនឹងថ្មមួយនៃប្រាសាទដែលថ្មនោះចម្លែកជាងគេវាមានចម្លាក់ប្លែកមួយហាក់ដូចជាបង្កប់ន័យដូចជាផែនទីបន្តិចដូចជាយ័ន្តបន្តិចគ្រាន់តែមិនអាចបែងចែកដាច់តែប៉ុណ្ណោះមួយសន្ទុះក្រោយពីគេយកបាត់ដៃទៅប៉ះនឹងថ្មនោះហើយក៏ផុសចេញមកនៅខាងចិនដាមួយមានពន្លឺពណ៌បៃតងខ្ចីធ្វើឲ្យអ្នកទាំង3ចំហមាត់មើលទៅច្រកចូលនោះខៀវមិនបាននិយាយអ្វីមួយម៉ាត់ក៏ដើរចូលទៅឯអ្នកទាំង3ក៏មិនចាំយូរដែរក៏ទៅជាមួយគេក្នុងដំណើរចូលមកដល់ប្រាសាទក្រោមដីនេះដោយសភាពងងឹតកលនីក៏បានប្រើភ្លើងដើម្បីបំភ្លឺក្រៅតែពីខៀវម្នាក់សម្លឹងមើលទៅជញ្ជាំងប្រាសាទដែលមានសភាពមិនសូវភ្លឺទាំងប្លែកអារម្មណ៍វាអាចថានេះជាកន្លែងមួយដែលពួកគេរស់នៅរាប់រយឆ្នាំហើយតែមិនដែលមកប្រសពភ្នែកផ្ទាល់បែបនេះខៀវដូចជាយល់ដល់ពួកគេខៀវក៏ប្រវិសដៃបន្តិចបណ្ដាលឲ្យទីនេះមានពន្លឺតែវាកាន់តែធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលទៀតគឺពន្លឺនេះមិនមែនជាពន្លឺបញ្ចេញអំពីភ្លើងអ្វីនោះទេតែគឺជាពន្លឺដែលបានបញ្ចេញមកពីវល្លិដែលដុះតាមកន្លែងខ្លះនៃប្រាសាទ
ពួកគេមិននឹកស្មានថាខៀវអាចមានទំនាក់ទំនងជាមួយធម្មជាតិបានដល់ថ្នាក់នេះសោះនៅតាមជញ្ជាំងប្រាសាទមានទៅដោយចម្លាក់ក្បាច់ក្បូរស្អាតប្រណិតលុះដើរផុតផ្លូវចូលទើបពួកគេសំកាំងនៅមួយកន្លែងឃើញថាប្រាសាទនេះពិតជាធំមិនធម្មតាដោយគិតថាត្រឹមតែជារូងក្រោបដីមួយតែប៉ុណ្ណោះស្រមោលមនុស្សម្នាក់បានបង្ហាញឲ្យអ្នកទាំង4ឃើញក្នុងសភាពព្រាលព្រាលខត្តយានិងកូឡូនីត្រៀមជាមួយនឹងការប្រយុទ្ធជាស្រេចតែខៀវបែរជាញញឹមស្រមោលមួយនោះបានស្ទុះមកយ៉ាងលឿនសម្ដៅមករកខៀវល្បឿនស្ទុះមករបស់គេគឺអាចនិយាយបានថាប្រហាក់ប្រហែលទៅនឹងខៀវដែររហូតដល់អ្នកទាំង3ផ្សេងទៀតមិនអាចមើលទាន់អសរៈកូឡូនីនិងខត្តយាមើលទៅទាំងហួសចិត្តជាមួយនឹងខៀវដែលកំពុងតែមាននារីម្នាក់អោបគេយ៉ាងណែនខត្តយាឃើញបែបនេះក៏មានចិត្តប្រចាំខឹងជាមួយនារីម្នាក់នោះក៏បានក្តាប់ដៃវាយទៅនារីម្នាក់នោះមួយទំហឹងតែក៏ត្រូវបាននារីម្នាក់នោះចាប់ដៃជាប់បំរុងនឹងតដៃវិញស្រាប់តែខៀវក៏បានខាត់ឈប់សិនកុំតន់វាយគ្នានិយាយគ្នាសិនទៅខត្តយាប្រើក្រសែភ្នែកដល់ការសម្លឹងមើលទៅកាន់នារីម្នាក់នោះហើយនិយាយយើងស្អប់បំផុតគឺមនុស្សដែលមកប៉ះពាល់របស់យើងនារីម្នាក់នោះបាននិយាយទៅវិញថាតើបងប្រុសផ្កាខៀវជាទ្រព្យកម្មសិទ្ធិរបស់អ្នកណាផ្ដាច់មុខតាំងពីពេលណាទៅខៀវបាននិយាយប្រាប់ទៅខត្តយាមួយថាខ្ញុំភ្លេចប្រាប់នាងហើយខត្តយាតាមពិតខ្ញុំមានប្អូនស្រីម្នាក់ដែលជាផ្កាដែរតែនាងគឺជាផ្កាបៃតងគឺមានអំបូរតែមួយជាមួយខ្ញុំគ្រាន់តែនាងទទួលបានរូបកាយជាមនុស្សក្រៅខ្ញុំតែប៉ុណ្ណោះនាងមានឈ្មោះបៃតងខត្តយាបានដកដៃចេញរួចនិយាយញញឹមបែបអៀនហើយលើកដៃម្ខាងនិយាយជាមួយបៃតង Hello ប្អូនថ្លៃបៃតងចង់ចិញ្ចើមបែរមុខនិយាយមកកាន់ខៀវនាងនិយាយអ្វីទៅខ្ញុំស្ដាប់មិនយល់ទេបងប្រុសខៀវនិយាយបញ្ចប់ការសន្ទនាមួយនេះថាគ្មានអ្វីទេបងណែនាំឲ្យស្គាល់នេះគឺជាខត្តយាជាមនុស្សស្រីដែលបងត្រូវរស់នៅមួយជីវិតបៃតងធ្វើមុខពេបចង់យំបន្ទាប់ពីបានលើខៀវនិយាយរួចក៏និយាយតិចហាក់ដូចជាអន់ចិត្តថាបងតើនៅជាមួយគេមួយជីវិតចាស់អូនស្រីរបស់បងម្នាក់នេះបងចង់ទុកនៅទីណាដឹងទេបងខានមកលេងប្អូនយូរហើយប្អូនពិតជាមានក្តីនឹករលឹកបងប្រុសខ្លាំងប្រៀបបានដូចជាកូនចាប់យំចាំចំណេញអញ្ចឹងខៀវញញឹមស្រទន់ដែលជាស្នាមញញឹមដ៏កម្ររបស់គេហើយនិយាយដោយយកដៃទះខ្ងាស់របស់ប្អូនស្រីរបស់គេថ្នមក្មេងតូចរបស់បងប្អូនគិតថាបងភ្លេចមែនទេទោះយើងឃ្លាតគ្នារាប់រយពាន់ឆ្នាំក៏បងមិនដែលភ្លេចឯងនោះដែរបៃតងក៏អោបក្រសោបបងប្រុសសាជាថ្មីដោយក្តីរំភើបជាមួយនឹងខៀវអោបប្អូនវិញអង្អែលសក់ផ្ដល់នូវភាពកក់ក្ដៅសម្រាប់ប្អូនស្រីតែបៃតងក៏សួរទៅកាន់បងប្រុសវិញថាបងថាយើងឃ្លាតគ្នារាប់ពាន់ឆ្នាំហើយបងទើបតែមកលេងប្អូនកាលពីមួយខែមុនទេតាតែគេក៏និយាយបន្លប់ដោយលែងដៃនឹងប្រាប់ទៅកាន់បៃតងថាបៃតងឯងអាចជួយបងប្រុសរឿងមួយបានទេបៃតងញញឹមងក់ក្បាលយ៉ាងលឿនហើយនិយាយថាកុំថារឿងមួយទោះបងចង់បានប្រាសាទជាទីស្រឡាញ់របស់ខ្ញុំនេះក៏ខ្ញុំព្រមដែរមិនដល់ថ្នាក់នោះទេ
អ្នកណាទៅហ៊ានយកប្រាសាទដែលសំបីតែឯងជាអ្នកថែរក្សាមិនហ៊ាននឹងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងផងនោះបងគ្រាន់តែចង់ឲ្យឯងរកអ្វីមួយឲ្យបងចង់រកទីកន្លែងរបស់ស្ដេចព្រីខ្លាលាក់ខ្លួនបៃតងបាននិយាយថាក្រែងស្ដេចព្រីខ្លានៅដែនព្រីមែនទេតើបងចង់រកគេធ្វើអ្វីខៀវបាននិយាយទាំងទឹកមុខស្មារព្រីខ្លានោះហាក់ទទួលបានការគ្រប់គ្រងពីនរណាម្នាក់បាត់បង់អស់នូវការគិតព្រមជាមួយនឹងការបង្កើតនូវពពួកបរិវារប៉ះពាល់ទៅដល់មនុស្សលោកផងដែរបៃតងងក់ក្បាលរួចក៏នាំអ្នកទាំង4ទៅដល់កន្លែងមួយដែលមានដូចជាបន្ទប់និងដាក់ប្រអប់ទៅដោយរបស់ចម្លែកជាច្រើនដែលពួកគេមើលពុំដឹងតែនៅចំកណ្ដាលនោះគឺមានដំបងមួយដើមដែលដាក់ដាំបញ្ឈរដែលជាដំបងឈើនិងត្រូវបានដាំត្បូងពណ៌បៃតងធំមួយប៉ុនកដៃនៅលើនាងក៏លើកដំបងនោះឡើងបិទភ្នែករួចលើកដំបងនោះឡើងផុតក្បាលសូត្រមន្តអ្វីមួយយ៉ាងជើងនាងក៏ហោះផុតពីដីបន្តិចត្បូងនោះក៏បញ្ចេញពន្លឺយ៉ាងភ្លឺចាំងភ្នែកដល់អ្នកទាំង4យកដៃបានបន្តិចបៃតងក៏និយាយមកកាន់បងប្រុសថាថ្ងៃស្អែកនេះជាថ្ងៃព្រះច័ន្ទក្រហមអំណាចធម្មពលនៃស្ដេចព្រីខ្លានឹងបាត់បង់ការគ្រប់គ្រងរហូតសូម្បីតែអ្នកគ្រប់គ្រងរបស់គេក៏មិនអាចបញ្ជាបានដែរព្រោះគេនឹងកាត់វិបលាស់សូមបងប្រុសនិងអ្នកទាំង3ទៅបង្ក្រាបឲ្យបានឆាប់ព្រោះគេកំពុងសំងំនៅភូមិខាងកើតនៅជិតក្រុងអង្គរដែរនិយាយបានប៉ុណ្នេះអ្នកទាំង4មិនបងអង្គយូរក៏ប្រញាប់ចាក់ចេញពីប្រាសាទក្រោមដីឆ្ពោះទៅភូមិខាងកើតពួកគេបានមកដល់ខ្លងទ្វារក្រុងបណ្ដានិយាយបណ្ដាដោយអសុរៈបានសួរទៅកាន់ខៀវថាអូនស្រីបៃតងរបស់ឯងហេតុអ្វីបានជាគេមិនមកតាមឯងក្រែងថានាងនឹកឯងខ្លាំងណាស់មែនទេខៀវញញឹមត្រជានិយាយតបទាំងធ្វើដំណើរមួយជំរើសមានរៀងខ្លួនយើងចូលចិត្តដើរបង្ក្រាបព្រាយតែនាងចូលចិត្តក្នុងការថែរក្សានិយាយបានប៉ុណ្នេះអសុរៈចង់ចិញ្ចើមព្រោះគិតឆ្ងល់នឹងសម្ដីខៀវអសុរៈងិតស្ដាំបន្តិចក៏ឃើញមានបរិសម្នាក់ដែលស្លៀកសំពត់សដូចទៅនឹងខៀវបេះបិទអសុរៈខំផ្ទៀងមើលមិនដាក់ភ្នែកជាមួយនឹងបរិសម្នាក់នោះរួចសម្លឹងមើលទៅខៀវមើលទៅរឹកពីក្រអឺតក្រទមរបស់បរិសម្នាក់នោះគឺកាន់តែដូចខៀវទៀតអសុរៈរត់ទៅជិតអ្នកទាំង3រួចប្រាប់កតយាឲ្យជួយមើលលំមនឹងបរិសម្នាក់នោះងាកបន្តិចទើបអ្នកទាំងពីរបានឃើញមុខរបស់បរិសម្នាក់នោះគឺគេមានមុខមាត់ទៅដូចនឹងខៀវបេះដាក់បរិសដែលមានមុខមាត់ដូចខៀវនោះកំពុងតែឈរពាត់ដៃឆ្វេងមកក្រោយមើលទៅជញ្ជាំងប្រាសាទមួយដែលគេកំពុងតែដាប់ឆ្លាក់រូបអ្នកទាំងពីរបានដើរទៅមើលមុខខៀវរួចក៏មើលទៅបរិសម្នាក់នោះម្ដងទៀតខៀវក៏ចាប់អារម្មណ៍កតយាឆ្ងល់ទើបសួរខៀវថាខៀវលោកចេះបែងភាគទេខៀវសាច់តបទៅវិញថាបែងភាគជារឿងដែលមិនអាចទៅរួចទេតែបើបំបែកបង្កើតរូបកាយមួយទៀតសួរអសុរៈចោះអសុរៈក៏លើកដៃចង្អុលប្រាប់ទៅខៀវនោះអាម្នាក់នោះមានរូបរាងមុខមាត់ដូចឯងណាវាជាបិសាចឬជាព្រាយទៅខៀវក៏មើលទៅតាមការចង្អុលរបស់អសុរៈទើបបានឃើញបរិសម្នាក់នោះមិនបានទេឆាប់ចេញពីទីនេះបើនៅទៀតមុខតែចប់ហើយនិយាយរួចអ្នកទាំង3មិនបានបដិសេធនឹងខៀវទេរួចក៏ធ្វើដំណើរចាក់ចេញពីទីនេះបាត់ទៅជាមួយនឹងទឹកមុខមិនស្រស់របស់ខៀវមកដល់មាត់ភូមិខាងកើតក្រុងអង្គរអសុរៈក៏សួរទៅកាន់ខៀវថាម្នាក់នោះគឺជាអ្នកណាមិនដឹងឯងខ្លាចគេម្លេះខៀវបែរទៅកាន់អសុរៈធ្វើមុខស្មារនិយាយតបទៅវិញ
ម្នាក់នោះគឺជាយើងនឹងហើយចុះមិនដេចឯងហាក់ដូចជាខ្លាចគេឃើញម្លេះខតិយាដើរមកជិតនិងនិយាយបន្តត្រូវហើយមិនដេចខ្លាចខ្លួនឯងទៅវិញខៀវដកដង្ហើមធំរួចនិយាយថាខៀវដែលយើងឃើញនោះគឺជាខៀវខ្ញុំតែបើសិនជាគេមិនដឹងអំពីបំណងរបស់យើងមុខតែពិបាកបកស្រាយប្រាប់គេហើយម្នាក់ស្ដាប់ខៀវទាំងចង់ចិញ្ចាមិនយល់តែចេះតែងក់ក្បាលទៅព្រោះខ្ជិលសួរបន្តទៀតខ្លាចវែងឆ្ងាយភ្លាមនោះស្រាប់តែគេឃើញស្រមោលខ្មៅមួយរត់យ៉ាងលឿនពីទីម្ខាងសម្ដៅទៅព្រៃមួយអ្នកទាំង4ក៏ស្ទុះទៅយ៉ាងលឿនសម្ដៅទៅទីនោះស្របតាមស្រមោលខ្មៅនោះពួកអ្នកទាំង4បានរត់តាមស្រមោលខ្មៅនោះរហូតមកដល់ទីព្រៃជ្រៅទាំងមិនដឹងខ្លួននិងមានឃើញខ្លោងទ្វារប្រាសាទមួយមានដុះទៅដោយវល្លិ៍រំជិតតាមពិតអ្នកដែលគេដេញតាមមកនោះគឺជាស្ដេចព្រាយខ្លាសោះមិនចាំយូរអ្នកទាំង4បានស្ទុះទៅវាប្រហារស្ដេចព្រាយខ្លាភ្លាមដោយមិនសំចៃដៃខតិយាបានយកដាវទាំងគូរបស់នាងស្ទុះទៅកាប់ព្រាយខ្លានោះតែខុសធ្វើឲ្យផ្លែដាវកាប់ដាច់វល្លិ៍ដែលដុះព័ទ្ធទ្វារថ្មបុរាណនោះដោយសារតែខតិយាប្រើកម្លាំងខ្លាំងទើបធ្វើឲ្យទ្វារថ្មនោះមានការខូចខាតបន្តិចឯអសុរៈក៏បន្តចូលទៅប្រើកណ្ដាប់ដៃរបស់គេវាយស្ដេចព្រាយខ្លាមួយទំហឹងដៃធ្វើឲ្យស្ដេចព្រាយខ្លាប៉ាងខ្ទប់នឹងទ្វារថ្មប្រាសាទចំណែកកលនីក៏មិនបានផ្ដល់ឱកាសឲ្យស្ដេចព្រាយខ្លាតដៃទាន់ដែរទើបគប់ភ្លើងរបស់នាងត្រូវស្ដេចព្រាយខ្លានោះចំមួយទំហឹងរបស់នាងមិនអស់ចិត្តក៏ប្រែជើងនាងទៅជាកន្ទុយនាគយ៉ាងវែងវត្តផ្ទុកបន្ថែមក្រឡេកមើលទៅខៀវក្នុងដៃរបស់គេស្រាប់តែចេញរំពាត់ម្យ៉ាងដែលមានរូបរាងដូចជាវល្លិ៍មួយមកវត្តទៅលើស្ដេចព្រាយខ្លាបន្ថែមទៀតអ្នកទាំង3ក្រៅអំពីខៀវក៏រៀបបំរុងនឹងវាយបញ្ចប់ទៅលើព្រាយខ្លានោះហើយស្រាប់តែខៀវក៏បានស្រែកខ្លាំងថាឈប់សិនអ្នកទាំង3ក៏បញ្ឈប់ការវាយប្រហារនោះភ្លាមដោយងាកទៅមើលខៀវគ្រប់គ្នាខតិយាបានសួរហេតុអ្វីទៅខៀវសម្លឹងមើលទៅទ្វារថ្មប្រាសាទដែលមានសភាពប្រេះស្រាំនោះរួចនិយាយថានេះមិនមែនជាការប្រយុទ្ធទេតែវាគឺជាគម្រោងការអសុរៈក៏និយាយទាំងភ្ញាក់ផ្អើលមានអ្នកមានបំណងឲ្យពួកយើងមកទីនេះមែនទេតើជាអ្នកណាទៅហើយមានបំណងអ្វីខៀវក៏មើលទៅទ្វារថ្មដែលប្រេះស្រាំនោះទ្វារប្រាសាទនោះក៏ចាប់ផ្ដើមបែកបាក់ធ្វើឲ្យគ្រប់គ្នាសម្លឹងមើលទៅព្រមគ្នាទីបំផុតទ្វារនោះក៏បាក់រលំបន្សល់នៅប្រឡោះមួយដែលមានពន្លឺពណ៌មាសចែងចាំងមកដល់ខាងក្រៅខៀវក៏ដើរចូលទៅមុនគេទាំងមិននិយាយអ្វីទាំងអស់ខៀវមិនបានខ្វល់ពីអ្វីទេដោយបន្តដើរចូលទៅក្នុងច្រកទ្វារមួយនោះខតិយាអសុរៈកលនីក៏មើលមកគ្នារួចដើរចូលទៅតាមខៀវដើរទៅមុនគេអ្នកទាំង3ដើរតាមពីក្រោយចូលទៅតាមច្រកទ្វារដែលបានបែកបាក់មុននោះគ្រប់គ្នាបានឃើញច្បាស់ជាមួយនឹងទស្សនវិជ្ជាខាងក្នុងនេះនៅលើផ្លូវដែលគេជន់គឺជាស្ពានថ្មមួយដែលនៅលើផ្ទៃទឹកមិនមានអ្វីទាំងអស់ក្រៅពីផ្ទៃទឹកដែលលាតសន្ធឹងដាច់កន្ទុយភ្នែកបើងាកទៅក្រោយឃើញមានតែច្រកចេញដែលពួកគេបានដើរចូលមកតែប៉ុណ្ណោះហើយបើសម្លឹងមើលទៅមុខគឺមានឃើញប្រាសាទមួយដែលមានពន្លឺពណ៌មាសចែងចាំងលោកដើរមកដល់មុខប្រាសាទនោះស្រាប់តែលេចវត្តមានបរិសុទ្ធ2នាក់ចេញមកតែងគ្រឿងលេងខ្លួនដូចជាទេវបុត្រម្នាក់មានគ្រឿងលម្អខ្លួនពណ៌មាសនិងម្នាក់ទៀតមានគ្រឿងលម្អខ្លួនពណ៌ស្វាយមានរូបឆោមលោមពណ៌សម្បល់ស្រស់សង្ហាគូជាទីប្រាថ្នាអស់អំបូរមនុស្សទាំងពួងខៀវបានឈប់នៅនឹងមួយកន្លែងរួចធ្វើមុខស្មានិយាយទៅកាន់អ្នកទាំងពីរថាតើពួកលោកមែនទេបរិសុទ្ធទាំងពីរនាក់ក៏ណែនាំខ្លួនដែលបរិសុទ្ធដែលមានអលង្ការពណ៌មាសនិយាយមុនយើងគឺជាខៃណានគរជាបុត្រានាគនៃទន្លេមេគង្គ
បរោះពាក់អលង្ការពណ៌ស្វាយក៏បាននិយាយទាំងញញឹមយើងគឺជាចក្វាជាទេវតាថែរក្សាព្រៃពណ៌ស្វាយខៀវញញឹមត្រជាក់និយាយទាំងមិនព្រិចភ្នែកតតែជាអស់លោកអ្នកមានបុណ្យបារមីគួរជាទីមាននៅសេចក្តីអំណរណាស់ដែលបានជួបអស់លោកទាំងពីរបុត្រានាគខៃណានគោលបាននិយាយក្នុងទឹកមុខជឿជាក់ថាបើពួកឯងដឹងថាយើងគឺជាអ្នកមានបុណ្យបារមីហើយម្ដេចមិនមានការគោរពអ្វីបន្តិចសោះអញ្ចឹងអសុរៈខត្តយាកុលនីដើរមកចុះស្មើគ្នាជាមួយនឹងខៀវរួចសម្លឹងមើលមុខគ្នាទាំងញញឹមខុសតែខៀវទេដែលមានទឹកមុខមិនដូចអ្នកទាំង3នោះគេក៏និយាយទាំងទឹកមុខញញឹមត្រជាក់ម្ដងទៀតតែពួកលោកដែលឃើញអាទិទេពមានការគោរពពួកមានទោសទេខៃណានអកូលនិងចក្វាអ្នកទាំងពីរទម្លាក់ទឹកមុខចុះហាក់ដូចជាខឹងនឹងខៀវទើបស្រែកដំណើរគ្នាថាប្រហើនកុលនីអសុរៈនិងខត្តយាបានទម្លាក់ទឹកមុខចុះហាក់ទទួលបានអារម្មណ៍មិនល្អឯខៀវក៏និយាយបើកកកាយរឿងមួយកាលយូរណាស់មកហើយខ្ញុំធ្លាប់បានឮរឿងនិទានមួយកាលនោះមាននាគមួយក្បាលដែលជាបុត្រានៃស្ដេចនាគជ្រកក្រោមផ្ទៃគង្គានៃនគរភ្នំបានរាប់អានជាមួយនឹងទេវៈព្រៃពណ៌ស្វាយដែលបានបាត់បង់អស់រយៈកាលរាប់រយពាន់ឆ្នាំមកហើយព្រោះតែសេចក្តីលោភលន់កូននាគចិត្តខូខើទេវៈព្រៃពណ៌ស្វាយលោភលន់ការរាប់អានរបស់អ្នកទាំងពីរក៏បង្កើតនៅមហិច្ឆតាមួយគឺចង់បង្កើតនៅអានុភាពខ្លួនរហូតដល់ហ៊ានពន្យល់សពមនុស្សឲ្យថ្វាយនៅគ្រឿងដង្វាយដើម្បីជាថ្នូរនៃភាពសុខសាន្តនៃភូមិតំបន់របស់ពួកគេហើយដង្វាយទាំងអស់នោះគឺសុទ្ធតែជាជីវិតទាំងអស់ក្នុងរាល់ថ្ងៃព្រះច័ន្ទពេញបរមីគឺត្រូវថ្វាយក្មេងប្រុសស្រីមួយគូដើម្បីជាដង្វាយហើយទីបំផុតពីទេវៈក៏ក្លាយជាបិសាចពីបុត្រាស្ដេចនាគក៏ក្លាយជានាគស៊ីសាច់កូនក្មេងឯទេវៈព្រៃពណ៌ស្វាយគឺត្រូវការលោហិតអ្នកភូមិស្រុកដោយមិនចង់មានភាពវិនាសសុកចិត្តធ្វើទាំងបង្ខំដោយយកកូនចៅខ្លួនឯងធ្វើជាគ្រឿងដង្វាយសម្រាប់ពួកបិសាចទាំងពីរហើយទីបំផុតនៅថ្ងៃមួយរឿងរ៉ាវទាំងនេះក៏បានលេចលឺដល់ស្ដេចអមរិន្ទលោកក៏ចាប់បិសាចទាំងពីរនាក់ឃុំក្នុងប្រាសាទមួយដែលមិនមានមនុស្សធម្មតាមើលឃើញនិងចំដែនសីមាយ៉ាងជាប់ទោះបីជាអ្នកមានអាគមប៉ុណ្ណាក៏មិនអាចចូលឬបំបែកដែនសីមាបានឡើយហើយបិសាចទាំងពីរនោះគឺជាពួកលោកនឹងហើយអសុរៈខំថ្មិញនិយាយទាំងខឹងតាមពិតបិសាចទេអីក្នុងចិត្តមុននេះខំតែត្រេកអរតាមពិតជាបិសាចដែលត្រូវបានគេខំខាំងសោះចក្វាបាននិយាយទាំងកំហកទៅកាន់អសុរៈថាណែអវិញ្ញាណទី6ឯងគឺជាបិសាចច្បាស់ប្រកបណាស់ខៀវនិយាយកាត់ថាអសុរៈធ្លាប់ធ្លាក់ក្នុងសភាពជាបិសាចគេទទួលបានការកែប្រែចោះពួកអស់លោកដែលជាប់ឃុំក្នុងប្រាសាទមាសនេះតែមានចិត្តកែប្រែទេផ្ទុយទៅវិញគឺមានតែធ្វើឲ្យក្នុងចក្រវាលនេះរញ៉េរញ៉ៃខៃណាត់នគរស្ដាយខ្លាំងហើយនិយាយទៅកាន់អ្នកទាំង4ពួកយើងបានដឹងថាពួកឯងមកដល់សម័យកាលនេះទើបពួកយើងបានរៀបចំចំណាយកម្លាំងបន្តិចបន្តួចដើម្បីរៀបចំឲ្យពួកឯងជួយយើងពេលនេះពួកឯងបានជួយពួកយើងហើយដើម្បីជាថ្នូរនោះយើងនឹងទុកឱកាសឲ្យពួកឯងធ្វើជាអ្នកក្រោមបង្គាប់ពួកយើងចោះបន្ទាប់មកគឺពួកយើងគ្រប់គ្រងដែនអារក្សជាជំហានដំបូងត្រឹមតែជាអ្នកជាប់ទោសក្នុងឃុំសោះសុទ្ធតែចង់គ្រប់គ្រងដែនអារក្សសូម្បីតែត្រូវការចេញពីទីនេះមិនអាចចេញបានផងនៅត្រូវការពួកយើងទាំង4ជួយសោះខៃណានគរសាយជាថ្មីនិយាយពោពេញដោយអំណត់ថា
បណ្ដាសានៃទ្វារថ្មឃុំឃាំងនេះត្រូវបានដាក់ដោយស្ដេចអមរិន្ទតរតែអន្តទេពដែលមានចិត្តបរិសុទ្ធទើបអាចបំបែកវាបានដូច្នោះហើយយើងមានតែត្រូវបញ្ឆោតឲ្យពួកឯងមកតាមស្ដេចព្រាខ្លានិងវាបំបែកទ្វារថ្មនេះខៀវនិយាយទាំងញញឹមវិញថាបែបនេះហើយទើបយើងឃើញទស្សនភាពមិនប្រក្រតីគឺស្ដេចព្រាខ្លានោះមិនមានការតដៃតតែសោះគឺដូចជាទីងមងឈរឲ្យពួកយើងវាយការចាក់ចេញនៃប្រាសាទនេះគឺមិនពិបាកទេគ្រាន់តែមានចិត្តកែប្រែបរិសុទ្ធជ្រះថ្លាគឺអាចបំបែកច្រកចេញយ៉ាងងាយស្រួលទៅហើយកុំថាឡាយមនុស្សសូម្បីពួកទេវៈក៏មិនចេះឆ្អែតឆ្អន់នឹងមហិច្ឆតាដែរតែទោះជាយ៉ាងណាបើជ្រុលជាបង្កើតកំហុសដោយការវាយបំបែកគប់អ្នកទោសហើយយើងនឹងមិនឲ្យពួកឯងចេញជាដាច់ខាតចែកហ្វាបានសើចខ្ទប់ពោះនិយាយចំអកមកកាន់ខៀវថាសំអាងលើពួកឯងមែនទេពួកយើងមិនមែនជាពពួកព្រាយដែលពួកឯងធ្លាប់ជួបទេថ្ងៃនេះឯងមានជំរឿនតែពីរតែប៉ុណ្ណោះស្លាប់និងបំរើពួកយើងនិយាយរួចបិសាចទាំងពីរក៏ដើរមកកាន់ពួកគេក្នុងជំហានមួយឯអ្នកទាំង4ក៏ត្រៀមខ្លួនក្នុងការប្រយុទ្ធដោយខៀវក្តាប់នៅរំពាត់វ៉ាខៀវរបស់គេយ៉ាងណែនស្របពេលនឹងខត្តយាប្រុងជំហានរបស់នាងកាន់ដាវទាំងគូនៅក្នុងដៃពន្លឺមួយបានភ្លឺចេញពីដៃអសុរៈដែលបានក្តាប់និងកលនីបានលើកដៃឡើងទ្រភ្លើងបិសាចទាំងពីរបានញញឹមយ៉ាងអំនុះរួចស្ទុះមកវាយប្រហារពួកគេដោយខៃណានអកុលបានបញ្ចេញលំពេងក្នុងដៃចូលមកវាយប្រហារខត្តយានិងអសុរៈឯចែកហ្វាបញ្ចេញដាវពណ៌ស្វាយដែលពោពេញទៅដោយពន្លឺមួយស្ទុះចេញមកវាយប្រហារខៀវនិងកលនី4ទល់នឹង2តែមើលទៅចែកហ្វានិងខៃណានអកុលហាក់ដូចជាមិនប្រឹងអស់ពីកម្លាំងទេមានបំណងចង់លេងសើចនិងមាក់ងាយអនុភាពរបស់អសុរៈនិងខត្តយាបានប្រើកម្លាំងចេញមកទាំងអស់ដោយជើងរបស់នាងបានហោះផុតចេញពីដីសក់របស់នាងប៉ើងឡើងសម្ពូរជាមួយនឹងភ្នែកពេលនេះក៏ឡើងក្រហមទាំងគូបញ្ចេញពន្លឺមករួចនាងស្ទុះទៅចាក់ខៃណានអកុលតែខៃណានអកុលរវាងភ្នែកទើបទប់ជាប់ទម្លាក់ទឹកមុខចុះរួចនិយាយថាកំពី15រោចល្អណាស់យើងនឹងឲ្យពួកឯងដឹងកម្លាំងរបស់យើងម្ដងក្រឡេកមើលទៅខៀវនិងកលនីកំពុងតែប្រយុទ្ធជាមួយនឹងចែកហ្វាបានគ្រោះវាសដាវរបស់គេស្ទើរតែត្រូវករបស់ខៀវទៅហើយតែខៀវគិតបានយ៉ាងងាយស្រួលឯកលនីក៏ខំគប់ភ្លើងសម្ដៅទៅចែកហ្វាតែត្រូវចែកហ្វារងជាប់មួយរំពាត់របស់ខៀវដែលបានវាយខុសទៅចែកហ្វានោះបានទៅប៉ះទង្គិចនឹងលើផ្លូវថ្មដែលគេជន់នោះឡើងស្នាមរំពាត់នេះបង្ហាញថាកម្លាំងដែលខៀវបញ្ចេញមកនោះគឺខុសអំពីរដងហើយក៏បញ្ជាក់បានថាដៃគូប្រយុទ្ធរបស់គេពេលនេះគឺជាអ្នកខ្លាំងរហូតដល់ខៀវមិនអាចបន្ធូរដៃបានការប្រយុទ្ធរបស់ខៀវលើកនេះបើសិនជាប្រហែសបន្តិចមុខតែគ្រោះថ្នាក់មិនខានព្រោះថាចែកហ្វានិងខៃណានគោលមិនទាន់បញ្ចេញអស់នៅកម្លាំងអនុភាពរបស់ពួកគេទាំងពីរឡើយមានតែខត្តយាតែប៉ុណ្ណោះដែលបញ្ចេញកម្លាំងកំពី15រោចមកឡើងអស់ពីខ្លួនតែម្ដងខៃណានគោលដោយឃើញអនុភាពរបស់ខត្តយាខ្លាំងក៏ប្រែរូបទៅជានាគពណ៌ខៀវយ៉ាងធំសម្បើមមួយបានស្ទុះមករកខាំខត្តយាចង្កូមរបស់នាគខៀវស្ទើរតែផ្ដាច់យកជីវិតរបស់ខត្តយាទៅហើយតែពេលនោះក៏មាននាគខ្មៅមួយហក់មកត្របាក់ចំករបស់នាគខៀវនោះបណ្ដាលឲ្យខ្ទាតទៅម្ខាងមិនខុសទេនាគខ្មៅនោះគឺជាកលនីយនឹងហើយសំឡេងនាគខៀវក៏បានបញ្ចេញមកនិយាយថាកូននាគកើតមកពីម្សិលមួយថ្ងៃឯងហ៊ានបញ្ចេញឫទ្ធិជាមួយយើងដែរកលនីតបក្នុងសភាពជានាគថាអាក្មេងទើបនឹងកើតប្រហែលស្ដេចនាគមិនបានប្រាប់ឯងទេថាអំបូរនាគខ្មៅគឺជាដូនតានៃអស់នាគឯងគួរតែហៅយើងថាយាយបានត្រូវនាគទាំងពីរក៏បានប្រយុទ្ធប្រខាំងគ្នារហូតធ្លាក់ចូលទៅក្នុងទឹកទាំងពីរក៏នៅតែប្រយុទ្ធបន្តបែកទឹកខ្ចាយនៅពេលនេះគឺ3ទល់នឹង1ខៀវអសុរៈខត្តយាបានប្រយុទ្ធតតាំងនឹងចែកហ្វាតែ
តែចាក់ហ្វាពិតជាខ្លាំងសមនឹងអំនួតរបស់គេមែនគេបានក្រួយដាវទូពួកគេខំរងក៏នៅតែប៉ាងដោយអនុភាពដាវពណ៌ស្វាយរបស់ចាក់ហ្វាខៀវនិងកតយាចូលទៅវាប្រងគ្នាទាំងពីរនាក់តែទូកម្លាំងកម្ពី1500ខ្លាំងជាមួយនឹងខៀវដែលខ្លាំងនោះក៏មិនអាចទប់ទល់នឹងកម្លាំងចាក់ហ្វាដែលបានបញ្ចេញអស់ពីខ្លួនបានដែរអសរៈដែលមានតែដៃទទេនោះក៏បានដើរចូលទៅវានឹងចាក់ហ្វាស្របពេលដែលកតយានិងខៀវបានប៉ាងទៅម្ខាងតែអ្វីដែលតក់ស្លុតនោះគឺដាវរបស់ចាក់ហ្វាបានកាប់ត្រូវស្រោមមុខរបស់អសរៈដែលបានបំពាក់នៅលើមុខបណ្ដាលឲ្យដាច់ជាពីរខៀវស្រែកឡើងផ្លត់សំឡេងអសរៈញញឹមត្រជាក់ងាកទៅកាន់ខៀវដែលគេមិនមានរបួសអ្វីទាំងអស់ព្រោះដាវនោះកាប់ដាច់តែស្រោមមុខរបស់គេតែប៉ុណ្ណោះអសរៈក៏បិទភ្នែកចងចិញ្ចើមបន្តិចរួចស្រែកមួយទំហឹងស្នាមមួយក៏ផុសចេញនៅលើថ្ងាសរបស់គេមានពណ៌ក្រហមរូបព្រះច័ន្ទដែលមានតែមួយចំណិតហាក់ដូចជារាហូចាប់ច័ន្ទចាក់ហ្វាបាក់ភ្នែកធំធំមើលទៅស្នាមព្រះច័ន្ទក្រហមនៅលើថ្ងាសអសរៈនោះហើយនិយាយតិចតិចថាខ្ចីកម្លាំងព្រះច័ន្ទអាចធ្វើឲ្យព្រះច័ន្ទប្រែពណ៌ទៅជាក្រហមបានលើសពីការស្មានយើងទៀតអសរៈបានងាកមកខាងក្រោយមើលទៅកាន់ខៀវទាំងញញឹមចម្លែកខៀវគ្រាន់តែឃើញស្នាមព្រះច័ន្ទក្រហមនោះគេក៏បើកភ្នែកធំធំហាក់ទទួលយកមិនបាននៅរឿងអ្វីមួយឯអសរៈក៏មើលទៅកាន់ចាក់ហ្វាញញឹមរួចខំថ្មិញទាំងនិយាយប្រឹងថាបើជ្រុលជា3មិនអាចឈ្នះមួយហើយពេលនេះមួយបដូរមួយតែម្ដងទៅចាក់ហ្វាលេបទឹកមាត់បន្តិចមានអារម្មណ៍មិនស្រួលព្រោះពន្លឺក្រហមដូចជាអណ្ដាតភ្លើងបានបញ្ចេញពីខ្លួនអសរៈមកយ៉ាងចម្លែកអសរៈក៏ស្ទុះទៅវឹងយ៉ាងលឿនដូចភ្លេចបន្ទោសំបីតែខៀវក៏មើលមិនទាន់ទៅទម្លុះខ្លួនប្រាណរបស់ចាក់ហ្វាអសរៈឈរនៅក្រៅក្នុងចាក់ហ្វាក្នុងរូបរាងអង្អាចជាមួយនឹងពន្លឺពណ៌ក្រហមដែលចេញពីខ្លួនគេនោះចំណែកចាក់ហ្វាក៏ភ្លឹកមើលទៅត្រង់មិននិយាយអ្វីទាំងអស់ពន្លឺដែលនៅលើខ្លួនអសរៈក៏រលត់បាត់ស្របពេលដែលគេដួលថ្នាក់ក្រោយចាក់ហ្វាបានងាកក្រោយតិចតិចរូបរាងកាយរបស់គេរលាយបន្តិចម្ដងទៅជាពន្លឺពណ៌ស្វាយរសាត់ទៅតាមខ្យល់ទៅភ្លាមនោះនាគខៀវមើលពីទឹកឃើញគ្នារបស់ខ្លួនស្លាប់បាត់បែបនេះក៏ចេញមកបញ្ឈប់ការប្រយុទ្ធជាមួយនឹងនាគខ្មៅនិងផុសពីទឹកមកលើវិញប្រែខ្លួនជាមនុស្សកូឡូនីក៏ចេញមកពីទឹកដូចគ្នាប្រែរូបជាមនុស្សស្ទុះទៅមើលអសរៈដែលកំពុងតែដេកនៅមួយកន្លែងសភាពរបស់កូឡូនីគឺមានស្នាមដាច់រយះពេញទាំងខ្លួនជាមួយនឹងឈាមខៃណានគោលខឹងខ្លាំងណាស់ក៏ស្ទុះចេញមកចង់សម្លាប់អសរៈតែខៀវនិងកតយារត់ទៅស្កាត់ដើម្បីតទល់នឹងខៃណានគោលកូឡូនីអង្គុយចុះស្រក់ទឹកភ្នែកត្រកងក្បាលអសរៈដាក់លើភ្លៅដែលពោពេញទៅដោយរបួសរបស់នាងអសរៈបានបើកភ្នែកយកដៃអង្អែលថ្ពាល់កូឡូនីហើយនិយាយក្នុងសំឡេងខ្សែថាខ្ញុំសូមទោសកូឡូនីខ្ញុំគិតថាចង់បន្តនិស្ស័យយើងឲ្យបានប្រសើរយូរជាងនេះតែវាប្រហែលមិនអាចទេសូមទោសដែលមិនអាចការពារនាងបានបណ្ដាលឲ្យសាច់ដ៏សស្អាតរបស់នាងត្រូវមានស្នាមមុតដាច់ពោពេញដោយការឈឺចាប់បែបនេះកូឡូនីយំមិនណានិយាយទៅកាន់អសរៈទាំងក្តីឈឺចាប់អសរៈលោកដឹងទេលោកធ្វើបែបនេះក្នុងសភាពបែបនេះគឺវាឈឺចាប់ជាងរបួសរបស់ខ្ញុំរាប់រយពាន់ម៉ឺនដងហេតុអ្វីលោកក៏ល្ងងដល់ថ្នាក់យកជីវិតបដូរជីវិតបែបនេះខ្ញុំមិនល្ងងទេគឺខ្ញុំធ្វើរឿងដែលគួរធ្វើការលះបង់មួយនេះគឺមិនស្មើនឹងខ្ញុំបានសាងបាបកម្មកាលពីមុនមកឡើយលើកនេះខ្ញុំពិតជាមានមោទនភាពជាមួយនឹងខ្លួនឯងខ្លាំងណាស់ងាកមកមើលខៀវនិងកតយាដែលកំពុងតែប្រយុទ្ធជាមួយនឹងខៃណានគោលវិញពួកគេមិនអាចទល់បានទេជាមួយនឹងរដ្ឋអំណាចរបស់បុត្រានាគរូបនេះព្រោះខៃណានគោលបានបញ្ចេញកម្លាំងគេមកទាំងអស់ក្នុងការប្រយុទ្ធលើកនេះជាមួយនឹងកំហឹងដែលចាក់ហ្វាត្រូវបានសម្លាប់ដោយកំហឹងមានខ្លាំងនិងគិតតែពីសម្លាប់ផងនោះស្រាប់តែប្រែរូបទៅជាសត្វនាគខៀវដើម្បីខំសម្លាប់អ្នកទាំងពីរភ្លាមនោះស្រាប់តែស្រមោលសមួយបានហោះកាត់មុខខៀវនិងកតយា
អ្នកទាំងពីរក៏មិនដឹងដែរថាស្រមោលនោះគឺជាស្រមោលអ្វីស្រមោលសនោះបានហោះទៅលើក្បាលអ្នកខៀវទៅឈប់ហើយខៀវនិងកតយាក៏អាចសង្កល់ឃើញបានថានោះគឺជាខៀវកតយាមើលទៅមុខខៀវនៅក្បែរខ្លួននិងមើលទៅខៀវម្នាក់ទៀតដែលនៅលើក្បាលអ្នកនោះកតយាក៏និយាយទៅកាន់ខៀវដែលនៅក្បែរខ្លួនតាគេមកបានដោយរបៀបណាទៅហេតុអ្វីក៏ដឹងថានៅទីនេះមានបញ្ហាខៀវនៅក្បែរខ្លួនរបស់នាងមិនបានតបនោះទេដោយសម្លឹងមើលទៅខៀវនៅលើក្បាលនាងបានបែរមកញញឹមជាមួយនឹងខៀវដែលឈរនៅជិតកតយានិងងក់ក្បាលជាសញ្ញាម្យ៉ាងខៀវដែលនៅលើក្បាលនាងបាននិយាយក្នុងសម្ដីមើងម៉ាត់ថាសត្វដេរឆានមានការកែប្រែថ្ងៃនេះយើងនឹងលែងឲ្យឯងឃើញពលឺថ្ងៃជារៀងរហូតមិនអាចខ្លាចជានាគមិនអាចខ្លាចជាមនុស្សមិនអាចខ្លាចជាអរិយមិនអាចខ្លាចជាសត្វហើយក៏មិនអាចខ្លាចជាអ្វីទាំងអស់និយាយរួចខៀវនោះក៏បានយកក្រណាត់សដាក់នៅលើបាតដៃរួចទះក្បាលនាគនោះធ្វើឲ្យនាគខៀវខៃណានគោលបានខ្លាយទៅជានាគថ្មមួយរំពេចខៀវដែលនៅលើក្បាលនាគនោះបានចុះមកទល់នឹងមុខខៀវនិងកតយាក៏បាននិយាយពោពេញដោយសញ្ញាសួរថាហេតុអ្វីក៏ស្រួលម្លេះខៀវនៅក្បែរខ្លួនខ្ញុំមិនដេចក៏ពិបាកចាត់ការជាមួយនឹងបិសាចទាំងពីរនោះម្លេះខៀវដែលនៅមុខនាងជាខៀវដែលនៅក្នុងសម័យអង្គរបាននិយាយថាមកពីនៅក្នុងសម័យកាលនេះខ្ញុំមិនធ្លាប់បានស្លាប់កម្លាំងរបស់ខ្ញុំស្មើនឹងអាទិទេពខៀវដែលឆ្លងភពមកក៏និយាយញញឹមទៅកាន់ខៀវក្នុងសម័យអង្គរថាអរគុណដែលបានជួយចុះម្ដេចបានឯងដឹងថាពួកយើងនៅទីនេះយើងបានឃើញពួកឯងនៅថ្ងៃដែលពួកឯងបានឃើញយើងទើបយើងមានចិត្តសង្ស័យក៏មករកដល់ទីនេះម្យ៉ាងវិញក៏មិនបាច់អរគុណទេយើងជួយខ្លួនឯងទេក្រឡេកមើលទៅអសុរៈដែលកំពុងតែកេងកាយផ្លូវរបស់កុលនីជាមួយនឹងទឹកភ្នែកស្រក់មិនដាច់ហូរកាត់ផែនថ្ពណ៌ដ៏ស្រស់ស្អាតរបស់កុលនីអសុរៈនិយាយក្នុងសំឡេងខ្សែទៀតថាបើសិនជាមនុស្សស្លាប់ហើយអាចរស់ឡើងវិញក្តីបំណងខ្ញុំតែម្យ៉ាងគឺបន្តនិស្ស័យជាប្តីប្រពន្ធមានចំការរស់នៅក្នុងជីវភាពមួយធម្មតាដូចគេឯងមានក្តីសុខដោយដែលការពួកយើងធ្វើជាប្តីប្រពន្ធពេលនោះទោះវាគ្រាន់តែជាការបោកប្រាស់បញ្ឆោតរបស់នាងក្តីតែការស្រឡាញ់របស់ខ្ញុំជាការពិតនាងដឹងទេខ្ញុំមិនចង់ឲ្យការសំដំនោះបានសាបរលាបឡើយគឺខ្ញុំចង់ធ្វើជាបងប្តីរបស់នាងបែបនេះមិនថាដល់ថ្ងៃណាឬដល់ថ្ងៃដែលផែនដីរលាយទេដល់ពេលនេះទើបខ្ញុំដឹងថាខ្ញុំមានក្តីបំណងមួយបើសិនជាខ្ញុំមិនស្លាប់ខ្ញុំចង់ក្លាយជាមនុស្សដែលនាងស្រឡាញ់តែគ្រប់យ៉ាងគឺវារៀបរយនិងបញ្ចប់ទៅហើយអសុរៈនិយាយលេងរួចបន្តឯកុលនីក៏តបទៅទាំងទឹកភ្នែកសស្រាក់អត់ទេលោកមិនអាចទៅណាចោលខ្ញុំទេលោកត្រូវតែបន្តរស់នៅដើម្បីខ្ញុំកាលមុនវាគ្រាន់តែคล้ายតែបន្តមកទើបខ្ញុំដឹងថាខ្ញុំក៏ស្រឡាញ់លោកដែរហើយស្រឡាញ់ដកចិត្តមិនរួចទៀតផងខ្ញុំសុខចិត្តមានរូបកាយជានិរហូតក៏មិនអាចឃើញលោកស្លាប់បែបនេះដែរនិយាយរួចកុលនីក៏ហាមាត់ខ្ជាក់ដួងកែវម្យ៉ាងមកវាមានពន្លឺពណ៌សចាំងហើយនៅច្បាស់ណាស់គឺជាដួងកែវនាគបើសិនជានាងផ្ដល់នៅដួងកែវនាគនោះឲ្យអសុរៈនាងនឹងមានរូបរាងនាគអស់មួយជីវិតខៀវទាំងពីរបានដើរមកជិតកុលនីខៀវឆ្លងភពបាននិយាយនឹងខាត់កុលនីបានហើយអសុរៈឯងពិតជាចង់បានដួងកែវនាគនេះមែនទេកុលនីចង់ចិញ្ចើមរួចក៏មើលទៅអសុរៈទើបឃើញអសុរៈកំពុងតែញញឹមស្ញែងដែលតាមពិតអសុរៈមិនត្រូវបានស្លាប់អ្វីទេហើយក៏គ្មានអ្វីធ្ងន់ធ្ងរដែរ
ភ្លាមកលនីក៏ដកភ្លឺចេញនិងងើបឈរមកធ្វើឲ្យក្បាលអសរៈអុកនឹងថ្មស្ទើរតែបែកអសរៈងើបមកយ៉ាងលឿនមកចាប់កាន់ដៃកលនីតែកលនីក៏រលាស់ដៃចេញខឹងនឹងអសរៈបានលួងនិងនិយាយថាពុទ្ធោលេងសាច់បន្តិចសោះងោហើយមែនទេកលនីសម្លាក់កន្ទុយភ្នែកហើយនិយាយតើការលេងសើចដែលធ្វើឲ្យអារម្មណ៍ផ្លូវចិត្តនៃខ្ញុំនេះវាខូចតើវាសប្បាយណាស់មែនទេខ្ញុំគ្រាន់តែចង់រកឱកាសដឹងអំពីចិត្តនាងតែប៉ុណ្ណោះហើយពេលនេះខ្ញុំបានដឹងរួចហើយថានាងក៏មានចិត្តមកលើខ្ញុំដែរធាវឆ្លងភពក៏សួរទៅកាន់អសរៈថាមុននេះឯងយកជីវិតទៅបដូរតែហេតុអ្វីមើលទៅឯងមិនអីអញ្ចឹងអសរៈមើលមកដងខ្លួនឯងហើយនិយាយថាយើងមិនដឹងទេយើងក៏គិតថាខ្លួនឯងនឹងអាចស្លាប់ដែរតែមិនដឹងយ៉ាងម៉េចវាគ្រាន់តែធ្វើឲ្យយើងអស់កម្លាំងតែបន្តិចតែប៉ុណ្ណោះខៀវសម័យអង្គរក៏និយាយទៅកាន់គ្រប់គ្នាថាដល់ពេលដែលពួកឯងត្រូវទៅកន្លែងពួកឯងវិញហើយអ្វីបើថាអាសម្ពុតសមួយនោះមិនអាចនាំពួកឯងទៅបានក្នុងពេលនេះតែយើងអាចបើកទ្វារចក្រវាលឲ្យបានបន្ទាប់ពីខៀវសម័យអង្គរនិយាយរួចពួកគេក៏ចាប់ផ្ដើមធ្វើសមាធិកលនីធ្វើមាត់ពេបចង់យំបន្តិចជាមួយនឹងដងខ្លួនដែលពោពេញទៅដោយស្នាមឈាមរយះដាច់សាច់គួរឲ្យសង្វេគអសរៈរៀបបំរុងនៅនិយាយໄວម្យ៉ាងហើយខៀវសម័យអង្គរក៏និយាយអ្នកខ្មែរនាងអាចទៅជាមួយពួកគេបានភារកិច្ចរបស់នាងទុកឲ្យខ្ញុំរកអ្នកមកជំនួសគ្រាន់តែលើបែបនេះកលនីដើរទៅជិតអសរៈរួចយកស្មាទៅគៀកនឹងអសរៈញញឹមព្រមគ្នាហាក់ទទួលបានអារម្មណ៍ក្តីសុខម្យ៉ាងឆ្នាំ2023អ្នកទាំង3បានឆ្លងមកដល់សម័យបច្ចុប្បន្នវិញជាមួយកលនីនៅជិតរង្វង់មូលនាងមច្ឆាជ្រួយចង្វាកលនីសម្លឹងមើលទៅជុំវិញខ្លួនក៏ប្រទះនឹងឡានជិះយ៉ាងលឿននាងក៏បញ្ចេញភ្លើងមកលើដៃបំរុងនឹងគប់ទៅលើឡាននោះអសរៈក៏ខាត់តន់កលនីនាងចង់ធ្វើអីនោះកលនីនិយាយតបទៅវិញទាំងមិនទុកចិត្តលោកឃើញទេមានសត្វអីនោះចម្លែកណាស់វារត់លឿនទៀតផងថាមិនត្រូវវាអាចវាប្រហារយើងទៀតផងអ្នកទាំង3សើចអសរៈក៏តបនៅមានសំណើចថាអានឹងគេហៅឡានមានមនុស្សជិះក្នុងនឹងបើនិយាយអស្ចារ្យយល់វាគឺជាសត្វចម្លៀសរបស់មនុស្សតែមិនមែនសត្វទេកលនីងក្បាលតិចតាមការពន្យល់របស់អសរៈខត្តយាក៏ដើរសម្ដៅទៅកន្លែងលក់ទឹកអំពើមួយមិនដឹងនិយាយអ្វីខ្លះទេតែអីលក់ទឹកអំពើចេះតែមើលទៅខត្តយានិងអ្នកទាំង3ក្នុងសម្លៀកបំពាក់បែបបុរាណនេះខត្តយាបានដើរត្រឡប់មកវិញបានប្រហែលមួយសន្ទុះក៏មានឡានទំនើបមួយគ្រឿងបានមកឈប់នៅមុខពួកគេតាមពិតខត្តយាទៅកន្លែងអីលក់ទឹកអំពើមុននេះគឺខ្ចីទូរស័ព្ទគេដើម្បីខលហៅឡានឲ្យមកយកពួកនាងឡានទំនើបប្រភេទ7កៅអីពណ៌ខ្មៅស្រើមានបរិសម្នាក់យកឆ័ត្រមកបាំងថ្ងៃឲ្យខត្តយារួចនិយាយថាអ្នកនាងអញ្ជើញឡើងឡានខត្តយាបានប្រាប់អ្នកទាំង3ឲ្យឡើងឡានជាមួយនាងតែកលនីនៅតែសួរអសរៈសាជាថ្មីថាតើវាអាចទុកចិត្តបានទេអសរៈញញឹមកាន់ដៃកលនីថ្នមទោះនាងបាត់ទំនុកចិត្តលើមនុស្សមួយពិភពលោកក៏ដោយតែនៅមានខ្ញុំមួយដែលនាងត្រូវជឿជាក់និងទុកចិត្តកលនីញញឹមឡើងឡានជាមួយនឹងអ្នកទាំង3នៅតាមផ្លូវមកដល់ស្ពានជ្រោយចង្វាកលនីក៏បាននិយាយដោយប្រយោលថាពិតជាប្រណិតនិងអស្ចារ្យខ្លាំងណាស់មានប្រាសាទពណ៌ស្អាតខ្ពស់និងមានសត្វជំនិះដែលធ្វើឲ្យយើងស្រួលខ្លួនទៀតផង
អាសរៈនិយាយទាំងមើលទៅកញ្ចក់រថយន្តថាអត់ទេសម័យនេះទំនើបមែនពិតតែហាក់មិនអស្ចារ្យទេនៅចាញ់សម័យកាលមុនទើបអស្ចារ្យអ្វីគឺត្រូវធ្វើឡើងដោយកម្លាំងមនុស្សសុទ្ធសាធតែម្ដងឯប្រាជ្ញាទៀតសោតគឺមិនអាចប្រៀបប្រដូចបានអតិយានិងខៀវមើលមុខគ្នាញញឹមស្រទន់ឯកលនីក៏មើលទៅផ្ទៃទឹកនាងក៏និយាយទៀតស្ពាននេះពិតជាខ្ពស់ខ្លាំងណាស់បើមានមនុស្សធ្លាក់ទៅមុខតែស្លាប់ជាមិនខានអសរៈញញឹមក្រួយក្បាលរួចនិយាយទៅកាន់កលនីនេះគេហៅថាស្ពានជ្រោយចង្វាហើយក៏ជាស្ពានដែលអ្នកខូចចិត្តពេញនិយមមកលោតសម្រាប់ខ្លួនដែរតែអ្នកខ្លះអង្គុយលើស្ពាននេះមិនលោតទេតតែអ្នកសារព័ត៌មានមកទើបធ្វើជារោគលោតនេះគេហៅថាអ្នកខូចចិត្តបែប fake លោកនិយាយពីអ្វីទៅខ្ញុំទទួលសម្ដាប់ពុំជ្រិតអត្ថន័យសោះបត្យាខៀវនិងអសរៈសាច់លឺតិចទាំងអស់សំណើចស្របពេលដែលសូរិយារៀបនឹងបញ្ចេញពន្លឺពណ៌ក្រហមច្រាលចាំងទៅលើអគារខ្ពស់